បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុនរ៉េតពីទីក្រុងឡុងប៊ីចរដ្ឋកាលីហ្វ័រញ៉ានេះគឺជារាត្រីថ្ងៃទី28ខែកក្កដាឆ្នាំ2026នៅរាត្រីនេះខ្ញុំមានព័ត៌មានបង្អែមលាងមាត់នៅផ្ទះធំដូចធម្មតាហើយខ្ញុំនឹងស្រោតបន្តិចហើយដោយសារតែពេលវេលាខ្លីខ្ញុំត្រូវចូលធ្វើការព័ត៌មានប្រចាំរាត្រីនេះមានទាំងបង្អែមលាងមាត់ស្រុកខ្មែរនិងនៅអាមេរិកហើយនឹងនៅលើពិភពលោកផងខ្ញុំនឹងជម្រាបជូនព័ត៌មាននេះតាមមាតិកាដែលមានលំដាប់លំដោយដូចខាងក្រោមនេះបាទទី1គឺលោក Gen Z ប្រឈមទោសប្រហារជីវិតក្រោយរដ្ឋអាជ្ញាចិនបន្ថែមបទចោទថ្មីមួយទៀតលើរូបលោកពលរដ្ឋអន្តរសាចង់ឃើញរដ្ឋាភិបាលកម្ពុជាចាត់ការអ្នកណាដែលមានឈ្មោះនៅក្នុងបញ្ជីខ្មៅអាមេរិកលោកកម្មសុខាប្រាប់ជនភាសាខ្មែរអំពីការរំលោភសិទ្ធិពីសំណាក់ថៃស្របពេលដែលសិទ្ធិរបស់លោករងការរំលោភពីសំណាក់ខ្មែរគ្នាឯងលោកកម្មសុខាមិនទាន់ចាញ់ក្រៅប្រទេសផងពលរដ្ឋវិភាគរឿងគាត់បែកអូហូស្ទឹងចំនួនជនភៀសសឹកដែលលែងវិលទៅលំនៅឋានវិញបានឈរត្រឹងតាំងតែពី3ថ្ងៃមុនលោក Thomas Andrews ទៅកម្ពុជាស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មួយរូបមកពីគណៈបកភ្លើងទៀនត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយសង្ស័យប្រើប្រាស់ស្លាកលេខម៉ូតូคล้ายៗសាឡាងដឹកអ្នកដំណើរបុកសាឡង់ដឹកខ្សាច់កណ្ដាលទន្លេក៏ប៉ុន្តែពុំមានអ្នករបួសឬស្លាប់នោះទេរូបថតមួយសន្លឹកជាមួយនឹងក្រុងខ្មែរនៅទីក្រុង Lowell នាំអំពើទុកដល់មេដឹកនាំសហគមន៍ខ្មែរដែលត្រូវចេញមកស្រាយបំភ្លឺតឡាការព្រហ្មទណ្ឌអន្តរជាតិ ICC ជួបឧបសគ្គនៅក្នុងការរើសប្រធានរដ្ឋអាជ្ញាថ្មីក៏ប៉ុន្តែបដិញ្ញាបន្តបេសកកម្មនេះអាមេរិកនិងអឺរ៉ុបស្នើឲ្យមានដំណោះស្រាយបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនព័ត៌មានមានច្រើនគួរសមដែរដូចបងប្អូនឃើញជ្រាបស្រាប់ហើយតាមពិតមានច្រើនជាងនេះក៏ប៉ុន្តែខ្ញុំអាចដូចថាស្រង់បានតែប៉ុណ្្នឹងឯងឥឡូវនេះព័ត៌មានទី1ទៅមុនតាក់ទងនឹងលោក Gen Z ដំណឹងរឿងលោក Gen Z ដែលប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតនេះគឺដោយសារតែយើងអត់ដឹងថាលោក Gen Z នេះគេចោទប្រកាន់បទអីគេខ្លះនៅឯប្រទេសចិនហើយតឡាការហ្នឹងគេកាត់ក្តីហ្នឹងគឺគេជំនុំជម្រះហ្នឹងឬក៏គេសួរគាត់ហ្នឹងឯកសារហ្នឹងបញ្ចេញយ៉ាងណាតើពាក់ព័ន្ធអីគេខ្លះនៅស្រុកខ្មែរតាមពិតណាការជំនុំជម្រះក្តីលោក Gen Z អ្នកដែលត្រូវដឹងរឿងនេះច្រើនជាងគេគឺប្រជាពលរដ្ឋខ្មែរទាំង18លាននាក់មិនមែនចិនទេហើយបានជាខ្ញុំថាប្រជាពលរដ្ឋខ្មែរត្រូវការដឹងរឿងលោក Gen Z គ្រប់ដំណើរការក្តីដោយសារតែលោក Gen Z បានយកឈ្មោះខ្មែរសញ្ជាតិខ្មែរនិយាយទៅគឺគាត់បំផ្លាញខ្មែរគ្រប់រឿងដោយសារតែប្រើសញ្ជាតិខ្មែរក្នុងនាមគាត់ជាខ្មែរយកទៅរកស៊ីឆបោកអនឡាញប៉ះពាល់នឹងជនជាតិអាមេរិកដែលជាជនរងគ្រោះដល់ទៅ8សែនអ្នកជាងដែលជាជនរងគ្រោះនៃអំពើឆបោកទាំងលោក Gen Z ទាំងអ្នកផ្សេងទៀតហ្នឹងដូច្នេះក្នុងន័យនេះគឺបានន័យថាខ្មែរដែលជាជនរងគ្រោះសពថ្ងៃ18លានអ្នកជាខ្មែរជាជនរងគ្រោះតែគួរឲ្យអកុសលរដ្ឋាភិបាលកម្ពុជាបញ្ជូនគាត់ទៅឲ្យចិនផុតពីដៃខ្មែរឥឡូវព័ត៌មានរឿងកាត់ទោសចិនស៊ីហ្នឹងគឺយើងពឹងលើសារព័ត៌មានចិនដែលបង្ហើបប្រាប់យើងណាបើចិនប្រាប់ទៅយើងដឹងបើចិនមិនប្រាប់ក៏យើងតែមិនដឹងវាគ្មានឯកសារកាលប្រវត្តិណាតើគាត់ឆ្លើយអីគេខ្លះតើអ្នកណាខ្លះពាក់ព័ន្ធនៅក្នុងបទអក្រិតហ្នឹងចោះមន្ត្រីក្រាក់ចោះអ្នកដែលគាត់ធ្វើការជាមួយចោះស្អីហ្នឹងចោះទ្រព្យសម្បត្តិគាត់នៅស្រុកខ្មែរប្រមាណតើគេត្រូវបកកត្រូវអីអត់យើងអត់ដឹងទាំងអស់និយាយទៅគឺខ្មែរយើងខាតគ្រប់រឿងនៅពេលដែលបញ្ជូនលោកចិនស៊ីទៅចិនហ្នឹងគឺយើងចំណេញតែមួយទេគឺចំណេញផុតពីដៃខ្មែរមិនឲ្យជាប់ពំតំណោតនឹងមន្ត្រីផ្សេងទៀតដែលចិនស៊ីអាចឆ្លើយដាក់អីចឹងណាក៏ប៉ុន្តែបើនិយាយពីឲ្យចំណេញហ្មងគឺយើងខាតទាំងអស់ហ្មងខ្មែរយើងខាតទាំង15,000លានដុល្លារដែលអាមេរិករឹបអូសបង្កក់ទុកនៅសហរដ្ឋអាមេរិកលុយលោកចិនស៊ីហ្នឹងគឺជាលុយខ្មែរតាចង់និយាយថាជាញើសឈាមខ្មែរទេព្រោះគាត់ក្នុងនាមជាខ្មែរលុយហ្នឹងត្រូវឲ្យខ្មែរវិញឥឡូវយកមកបង្កក់ទុកនៅអាមេរិកអស់យើងអាចទាបានទេព្រោះដោយសារតែយើងដកសញ្ជាតិលោកចិនស៊ីក៏ប៉ុន្តែពេលដែលលោកចិនស៊ីប្រព្រឹត្តអក្រិតកម្មហ្នឹងគឺគាត់ប្រព្រឹត្តអក្រិតកម្មក្នុងនាមជាខ្មែរមានសញ្ជាតិកម្ពុជាតែឥឡូវយើងផុតពីដៃហើយតែឥឡូវចិនគេចាត់ការហើយថ្ងៃនេះសំទោសម្សិលមិញសារព័ត៌មានចិនហ្នឹងខ្ញុំឃើញតែសារព័ត៌មានចិនគ្រប់តែប៉ុណ្្នឹងតែខ្ញុំដកស្រង់តែសារព័ត៌មានចិនមួយដែលជាភាសាអង់គ្លេសគឺ The South China Morning Post ដែលសារព័ត៌មាននេះគឺចុះផ្សាយលម្អិតពីការកាត់សម្រាប់សេចក្តីដាក់ចោទប្រកាន់លោក Gen Z មួយបទចោទទៀតគឺគេដកមួយបទចោទថែម3បទចោទដកមួយបទចោទហ្នឹងគឺបើតាមសារព័ត៌មាននេះថាតុលាការចិនកាលពីម្សិលមិញម្សិលមួយថ្ងៃតាមពិតទៅគឺដកបទចោទមួយដែលតាក់ទងនឹងថាលោក Gen Z បិទបាំងប្រភពនៃលុយដែលគាត់រកបានហ្នឹងព្រោះកាលមុនមានបទចោទហ្នឹងថាគាត់លាក់ប្រភពលុយប៉ុន្តែឥឡូវគេដកបទចោទហ្នឹងហើយប្រហែលជាគិតថាគាត់មិនបានលាក់ប្រភពលុយហ្នឹងទេប៉ុន្តែថែមបទចោទមួយផ្សេងទៀតដែលបទចោទនេះធ្ងន់មែនទែនដែរគឺតាក់ទងនឹងការបង្ករបួសស្នាមហើយនៅក្នុងច្បាប់ព្រហ្មទណ្ឌចិនការបង្ករបួសស្នាមដែលអាចធ្ងន់ធ្ងរដល់ហើយរបួសស្នាមនេះច្បាស់ណាស់គឺតាក់ទងនឹងអំពើទរណកម្មបងប្អូនដឹងហើយថាក្រុមហ៊ុនពួកដែលឆបោកពួកអីហ្នឹងអក្រិតជនហ្នឹងគឺចាប់ចម្រិតមនុស្សបង្ខាំងទុកហើយវាយធ្វើបាបហើយមានករណីខ្លះដល់ស្លាប់ទៅទៀតដូច្នេះក្នុងន័យនេះគឺចិនបញ្ចូលបទចោទនេះប្រហែលជាអាចដាក់ទម្ងន់កាន់តែខ្លាំងដល់លោក Gen Z ហ្នឹងហើយបទចោទនៃការបង្ករបួសស្នាមដែលអាចមានដល់ជាអំពើទរណកម្មដល់ស្លាប់មនុស្សហ្នឹងគឺទោសទណ្ឌនៅចិនគឺតិចបំផុតក៏ជាប់គុក10ឆ្នាំដែរតែខ្ពស់គឺរហូតដល់ទោសប្រហារជីវិតតែម្ដងដូច្នេះនៅពេលដែលបញ្ចូលទោសនេះចូលគឺអាចនឹង Gen Z ប្រឈមទោសប្រហារជីវិតដែរចិនកាត់ទោសប្រហារជីវិតមេឆបោកអនឡាញច្រើនណាស់នៅភូមា
ដាក់ទៅទាំងពូជទាំងគ្រួសារគ្រាន់តែតកតងនឹងការឆបោកឥឡូវលោក Gen Z ហ្នឹងចូលនឹងបាត់ឆបោកហើយតកតងនឹងអាមេរិកកំពុងតែសង្កត់កទៀតដូច្នេះខ្ញុំជឿថាលោក Gen Z នេះប្រហែលជាគិតមិនផុតពីការកាត់ទោសប្រហារជីវិតទេទី1គឺដើម្បីបំបត្តិផោះតាំងឬក៏ឲ្យវាចប់ដំណឹងផងព្រោះការដែលចង់ឲ្យចប់ដំណឹងហ្នឹងគឺនឹងជួយរដ្ឋាភិបាលកម្ពុជាបានច្រើនដែរព្រោះជាបន្លានៅក្នុងកៅភ្នែកមួយបញ្ជូនឲ្យចិនចាត់ការទៅតែរឿងពិតយ៉ាងណាយើងអត់ទាន់ដឹងទេព្រោះចម្លើយរបស់ Gen Z អត់ទាន់បានមួយម៉ាត់សោះតើគាត់និយាយឆ្លើយដាក់បន្ទុកទៅនរណាខ្លះដែលនៅជាប់ពាក់ព័ន្ធនឹងរបបរស៊ីជាមួយគាត់ហ្នឹងណាអញ្ចឹងនៅក្នុងនេះគឺអ្វីដែលជាការសម្រេចក្តីលើលោក Gen Z កាត់ទោសចុងក្រោយយ៉ាងណានោះអត់ទាន់ដឹងទេព្រោះដំណើរការសវនាការនេះគឺគេចិត្តតែប្រព្រឹត្តទៅនៅប្រទេសចិនជាបន្តមកប៉ុន្តែដល់ដំណាក់កាលណាកាត់ក្តីហើយបានប្រមាណយើងអត់ដឹងដោយសារតែប្រព័ន្ធគេនឹងធ្វើសម្ងាត់នៅក្នុងស្រុកគេអញ្ចឹងទៅយូរសារព័ត៌មានគេផ្សាយម្ដងតែយ៉ាងណាម្ដងទៀតបងប្អូនលោក Gen Z គឺជាអក្រិតជនមួយរូបដែលរងការចោទប្រកាន់ថាជាប់ចោទពីបទប្រព្រឹត្តអំពើឆបោកអនឡាញដែលមានដីកាចេញពីសហរដ្ឋអាមេរិកបាទនិយាយទៅគឺមានមនុស្សដែលចេញដីកាអាមេរិកដាក់មនុស្សច្រើនណាស់នៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកប៉ុន្តែលោក Gen Z គឺជាបុគ្គលសំខាន់ជាងគេមួយដែលមានដីកាតាមចាប់ដូច្នេះបើសិនជាលោក Gen Z ចេញមកអាមេរិកគេពិពណ៌ទៅបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកហើយបញ្ជីខ្មៅនេះដែលគ្មានអ្នកណាអាចលុបបានទេអ្នកមួយចំនួនប្រហែលជាយល់ខុសដូចជាការដែលជួលមេធាវីជួលអីមកលុបបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកលុបអត់បានទេយើងអាចលុបឈ្មោះរបស់បុគ្គលមួយចំនួនដែលគេដាក់នៅក្នុងសេចក្តីស្នើច្បាប់របស់សមាជិករដ្ឋសភាឧទាហរណ៍ដូចជាច្បាប់ស្តីអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញដែលស្នើឡើងដោយសមាជិកសភាជាន់ទាបរបស់សហរដ្ឋអាមេរិកពីគណៈបកសាធារណរដ្ឋតកតងនឹងការរំលាយអង្គការចាត់តាំងឬប្រព័ន្ធឆបោកអនឡាញនេះគឺគេមានរាយនាមឈ្មោះមនុស្សច្រើនណាស់នៅក្នុងនោះមានទាំងលោកយឹមលាក់ដែរហើយទៅលោកយឹមលាក់ក៏បានជួលមេធាវីនៅឯទីក្រុងបាងកកប្រទេសថៃដែលជាទីដែលគាត់មានភរិយាជាជនជាតិថៃហើយមានក្រុមហ៊ុនជាច្រើនត្រូវថៃបង្កក់ទៅអីហ្នឹងហើយគាត់មានឈ្មោះនៅក្នុងអាបញ្ជីតកតងនឹងសេចក្តីស្នើច្បាប់ហ្នឹងរបស់តំណាងរាស្ត្រហ្នឹងអញ្ចឹងទៅគាត់ក៏ជួលមេធាវីដើម្បីធ្វើយ៉ាងម៉េចដកឈ្មោះគាត់ចេញពីក្នុងបញ្ជីហ្នឹងដើម្បីប្រាប់គេថាគាត់មិនបានប្រព្រឹត្តអីដោយការចោទប្រកាន់ហើយសុំកុំឲ្យដាក់ឈ្មោះអីនៅក្នុងហ្នឹងអីចឹងប៉ុន្តែបើតាមមើលគឺសេចក្តីស្នើច្បាប់ដំបូងមានឈ្មោះគាត់មែនប៉ុន្តែខ្ញុំបើកមើលសេចក្តីស្នើច្បាប់លើកក្រោយឬក៏សេចក្តីកែតម្រូវតកតនៅក្នុងសេចក្តីស្នើច្បាប់ដដែលនេះគឺអត់មានឈ្មោះលោកយឹមលាក់ទៀតទេអញ្ចឹងបានន័យថាមេធាវីគាត់អាចជោគជ័យនៅក្នុងការដកឈ្មោះលោកយឹមលាក់ចេញពីសេចក្តីស្នើច្បាប់បងប្អូនចែកឲ្យដាច់ណាសេចក្តីស្នើច្បាប់និងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកនេះអត់មានអ្នកណាអាចលុបវាបានទេយើងអាចលុបបានជាមួយបញ្ជីសេចក្តីស្នើច្បាប់ព្រោះពាក្យថាសេចក្តីស្នើច្បាប់វាគ្រាន់តែជាសេចក្តីព្រៀងទេអញ្ចឹងបើតំណាងរាស្ត្រណាគេដាក់សេចក្តីស្នើច្បាប់ទៅមានបញ្ជីណាមួយដែលគាត់បានពីលេខាឬជំនួយការច្បាប់ចិត្តតែដាក់ចូលមកដើម្បីឲ្យគេពិនិត្យតែអត់ទាន់បានសម្រេចអត់ទាន់បានអនុម័តអត់ទាន់បានអីទាំងអស់វាគ្រាន់តែជាសេចក្តីស្នើឲ្យឃើញឈ្មោះហ្នឹងថាបើសិនជាច្បាប់ហ្នឹងអនុម័តគួរតែដាក់ទោសបុគ្គលប៉ុណ្ណេះក៏ប៉ុន្តែលោកយឹមលាក់នៅក្នុងនេះគឺសេចក្តីស្នើច្បាប់មួយហ្នឹងគឺអត់ទាន់បានអនុម័តអត់ទាន់បានអីផងហ្នឹងគឺគាត់ជោគជ័យនៅក្នុងការស្នើឲ្យគេលុបឈ្មោះគាត់ក៏ប៉ុន្តែឈ្មោះរបស់បុគ្គលច្រើនណាស់ដែលមាននៅក្នុងសេចក្តីស្នើច្បាប់ហ្នឹងមាននៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលអាមេរិកនោះដែលគេដាក់ទណ្ឌកម្មដែលគេនេះនោះហើយនៅក្នុងនោះគឺមានលោកកុកអានមានលោកលីយ៉ុងផាត់មានលោកហ៊ុនតូអីហ្នឹងដែលបញ្ជីអស់ហ្នឹងអត់មាននរណាអាចលុបបានទេអញ្ចឹងហើយបានជាខ្ញុំឮសូរលោកហ៊ុនម៉ាណែតនិយាយពីរឿងថាលោកកុកអានហើយនិងលោកលីយ៉ុងផាត់កំពុងតែជួលមេធាវីដើម្បីឲ្យគេលុបឈ្មោះចេញពីបញ្ជីខ្មៅនេះខ្ញុំជឿថានេះគឺជាបើនិយាយអំពីយុទ្ធសាស្ត្រនយោបាយគឺលោកហ៊ុនម៉ាណែតដើរខុសកាលនយោបាយធ្ងន់បំផុតព្រោះសារដែលនិយាយអំពីបញ្ហាលោកលីយ៉ុងផាត់ហើយនិងលោកកុកអានដែលចង់លុបឈ្មោះចេញពីបញ្ជីតែមិនដោះស្រាយបញ្ហាស៊ើបអង្កេតតាក់ទងនឹងការចោទប្រកាន់គាត់ពីរឿងបទឆបោកអនឡាញឬក៏ជួញដូរមនុស្សឬអីនេះគឺវាធ្វើឲ្យរដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រមុខដឹកនាំប្រទេសកម្ពុជាគឺលោកហ៊ុនម៉ាណែតហ្នឹងបែរទៅជាព្យាយាមការពារបុគ្គលហ្នឹងតាមពិតលោកហ៊ុនម៉ាណែតនិយាយហ្នឹងគឺប្រហែលជាគាត់ចង់សម្ដៅថាសក់នរណាក៏បានដល់ហ្នឹងទេព្រោះរឿងនីតិវិធីព្រហ្មទណ្ឌគឺធម្មតាបើយើងនិយាយឲ្យត្រឹមត្រូវតាមច្បាប់គឺវាជាការពិតហើយនីតិវិធីព្រហ្មទណ្ឌគឺការទទួលខុសត្រូវព្រហ្មទណ្ឌគឺជាការទទួលខុសត្រូវជាបុគ្គលណាប្រព្រឹត្តគឺបុគ្គលនោះទទួលលោកហ៊ុនម៉ាណែតអាចនិយាយក្នុងន័យថារឿងលោកសុគង្គនិងរឿងលោកកុកអានអីហ្នឹងគឺជារឿងបុគ្គលក៏ប៉ុន្តែអ្វីដែលមើលឲ្យជ្រៅជាងនេះលោកកុកអាននិងលោកលីយ៉ុងផាត់លែងជាបញ្ហាបុគ្គលសម្រាប់ជាតិខ្មែរហើយគឺជារឿងជាតិព្រោះអីមុខមាត់របស់គាត់ទី1គាត់ជាសមាជិកព្រឹទ្ធសភាទាំងពីរនាក់សុទ្ធជាសមាជិកព្រឹទ្ធសភាហើយជាអ្នកដែលជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលកម្ពុជាឬក៏គណៈបព្វជិជនកម្ពុជាហើយគាត់មានក្រុមហ៊ុនបនលបែងយ៉ាងកក្រើកពេញផ្ទៃប្រទេសដែលក្រុមហ៊ុនបនលបែងកាស៊ីណូស្អីសន្តាគារទាំងអស់នោះត្រូវបានរដ្ឋាភិបាលជាតិអាមេរិកដាក់នៅក្នុងបញ្ជីខ្មៅបង្កក់ទ្រព្យសម្បត្តិឲ្យថ្កោលទោស
អត់មែនរឿងបុគ្គលអីទៀតទេរឿងបុគ្គលគឺបានន័យថាគាត់ប្រព្រឹត្តអញ្ចឹងបើសិនជាដោយការចោទប្រកាន់គាត់ត្រូវទទួលទោសតាមនីតិវិធីព្រមព្រៀងក៏ប៉ុន្តែរឿងមុខមាត់ជាតិគឺបានន័យថាគាត់ជាមន្ត្រីជាន់ខ្ពស់ជាសមាជិកព្រឹទ្ធសភាជាទីប្រឹក្សាជាលោកណែលីយ៉ុងផាត់អីជាប្រធានសមាគមអង្គញានៅកម្ពុជាទៀតដែលជាស្ថាប័នជាតិមួយឬក៏មុខមាត់ជាតិមួយដើម្បីអ្នកវិនិយោគអីគឺយើងនឹងបាត់ប្រយោជន៍ជាតិបាត់ប្រយោជន៍វិនិយោគបាត់ប្រយោជន៍ការទុកចិត្តលើសេវាហិរញ្ញវត្ថុសេវាធុរកិច្ចឬក៏រកស៊ីអីពាណិជ្ជកម្មអីផ្សេងទៀតដូច្នេះរឿងនេះអត់មែនជារឿងបុគ្គលទេវាជារឿងជាតិដែលត្រូវការស៊ើបអង្កេតដោយស៊ីជម្រៅដើម្បីដោះស្រាយបញ្ហាគាត់ហើយដល់មករលុបឈ្មោះនេះខ្ញុំជឿថាវាជាឱកាសនៅក្នុងការដែលគ្រាន់តែអង្គុយបកផ្សាយទេហើយបើសិនជាថ្នាក់ដឹកនាំនិយាយដូច្នេះទៀតគឺនឹងច្បាស់ធ្វើឲ្យសហគមន៍អន្តរជាតិនឹងខកចិត្តនឹងរដ្ឋាភិបាលកម្ពុជាដែលមើលទៅឃើញដូចខំខ្នះខ្នែងដែរថាប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញតែបានតែកពឹសកភ្លៀងនឹងត្រីកញ្ចោះដល់តែពេលត្រីផ្ទក់ត្រីឆ្ដោគឺគាត់ថាជារឿងបុគ្គលទុកឲ្យរួចអាហ្នឹងដែលធ្វើឲ្យពំតំណោតែយ៉ាងណាបងប្អូនប្រជាពលរដ្ឋខ្មែរច្រើនណាស់ប្រហែលថ្ងៃនេះគឺអូសអត់ផុតទេព័ត៌មានពីលឺការចាប់អ្នកនេះចាប់អ្នកនោះហាក់បីដូចជាម្នាក់ហ្នឹងគឺដៅទៅលើបុគ្គលសំខាន់មានដូចលោកហ៊ុនតូមានលោកកកអានមានលោកលីយ៉ុងផាត់មានមន្ត្រីក្រាក់នៅក្នុងជួររដ្ឋាភិបាលអ្នកអង្គការអីហ្នឹងដែលជាប់នៅក្នុងបញ្ជីខ្មៅរបស់អាមេរិកហ្នឹងគឺម្នាក់ដូចជាចង់ឲ្យមានការស៊ើបអង្កេតឬក៏ការខាត់ខ្លួនអីចឹងទៅលក្ខណៈក៏ប៉ុន្តែរឿងនេះគឺមិនមែនជារឿងស្រួលទេព្រោះរដ្ឋាភិបាលកម្ពុជាការដែលស៊ើបអង្កេតការដែលអីហ្នឹងព្រោះលោកហ៊ុនម៉ាណែតពេលដែលផ្ដល់ព័ត៌មានឲ្យទៅ Bloomberg ហ្នឹងកំពុងតែធ្វើតេស្តហើយគេហៅថា test the water ភាសាអង់គ្លេសថា test the water ហ្នឹងគឺបានន័យយកជើងស្ទាបទឹកសាកមើលស្ទង់មើលថាតើនឹងមានប្រតិកម្មយ៉ាងម៉េចបើគាត់និយាយការពារលោកកុកអាននិងលោកលីយ៉ុងផាត់ដើម្បីឲ្យរួចពីការចោទប្រកាន់អីចឹងដូច្នេះទៅអត់រួចទេប្រជាពលរដ្ឋហាក់បីដូចជារងចាំឲ្យរដ្ឋាភិបាលចាត់ការអ្នកណាមួយហើយម្ដងទៀតការចាត់ការនេះបានន័យថាជាការជួយធ្វើឲ្យបុគ្គលទាំងប្រមាណអ្នកនេះរួចផុតពីភាពចោទប្រកាន់នឹងផងការចោទប្រកាន់នឹងផងទេតែខ្ញុំជឿថាអាមេរិកដូចជាប្រហែលជាមិនអនុគ្រោះឲ្យរឿងនេះរួចផុតទេបងប្អូនបើតាមមើលណាព្រោះលោក Kash Patel គាត់ធ្វើដំណើរចូលទៅដល់កម្ពុជាមេ FBI ដែលទៅស្រុកខ្មែរពីកាលបងប្អូននេះគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដែលមេ FBI របស់សហរដ្ឋអាមេរិកចុះទៅដល់មាត់ទ្វារស្រុកខ្មែរដល់ក្នុងផ្ទះយើងអត់មែនចុះទៅយកផ្កាភ្ញីទៅជូនលោកហ៊ុនម៉ាណែតឬក៏ទៅសារតកម្ពុជារឿងអីទេគឺចុះនេះគឺគ្រាន់តែទៅប្រាប់ថាសូមអ្នកកុំភ្លេចថាជនជាតិអាមេរិក8សែននាក់គឺជាជនរងគ្រោះនៃអំពើឆបោកអនឡាញដែលនៅក្នុងនោះគឺមានលោក Gen Z ជាមេខ្លោងដែលអាមេរិកបានចោទប្រកាន់ឲ្យបង្កក់ទ្រព្យដល់ទៅ$15,000 លានអត់ទាន់បានចាត់ការនីតិវិធីផ្លូវច្បាប់អីទេនៅសល់មន្ត្រីមនុស្សដែលនៅពីក្រោយខ្នងនឹងច្រើនអ្នកទៀតដែលសុទ្ធតែជាខ្មែរភាគច្រើននៅក្នុងប្រទេសកម្ពុជាហ្នឹងហើយនៅក្នុងបញ្ជីខ្មៅនៅក្នុងដីការបស់សហរដ្ឋអាមេរិកដែលគេចេញរួចទៅហើយដូច្នេះក្នុងន័យនេះគឺគ្រាន់តែចង់ប្រាប់ថាគេទៅរំលឹកកម្ពុជាថាគេកំពុងតែចាំមើលតើយើងចាត់ការខ្លួនឯងឬក៏ឲ្យអាមេរិកចាត់ការអញ្ចឹងកម្ពុជាកំពុងតែថ្លឹងថ្លែងខ្លួនឯងចាត់ការខ្លួនឯងអាចស្រួលជាងប្រឡំបន្តិចតួចទៅតឡាការខ្លួនឯងកាត់ទោសទៅដាក់គុកដាក់ច្បាប់ណាប៉ុន្តែមានបន្ទប់ VIP អីដូចថោងសារ៉ាត់ដូចលោកគិតធៀងអីអាហ្នឹងប្រហែលជារួចខ្លួនកាត់នៅស្រុកខ្មែរតែបើឲ្យអាមេរិកក៏បួចយកមកសហរដ្ឋអាមេរិកហ្មងគឺដឹងតែបាយក្រហមហើយដូចលោក Maduro អីអញ្ចឹងគឺក៏បួចពីវេណេស៊ុយអេឡាមកអាមេរិកត្រឹមលោកវេណេស៊ុយអេឡាដែលជាប្រធានាធិបតីប្រទេសមួយដែលមានយោធាអំណាចផ្ដាច់ការពេញដៃអ្នកណាដែលស្រមៃថាលោក Maduro នឹងត្រូវបានអាមេរិកចាប់ក៏បួចយកមកកាត់ទោសនៅបារីញូវយ៉កអត់ដែលគិតដល់ទេប៉ុន្តែឥឡូវនេះគឺចឹងបានថានេះគឺជាសារប្រាប់រដ្ឋាភិបាលកម្ពុជាថាអាមេរិកកំពុងតែឃ្លាំមើលដំណើរការចាត់ការរបស់កម្ពុជាយ៉ាងយកចិត្តទុកដាក់តើចាត់ការឆបោកអនឡាញនេះដោយសុឆន្ទៈនយោបាយពិតប្រាកដឬក៏ធ្វើលំឲ្យតែបង្ក្រប់កិច្ចទេរឿងច្រើនណាស់ដូច្នេះរឿងនេះក៏ជាវិញ្ញាសាដ៏លំបាកដែរសម្រាប់រដ្ឋាភិបាលកម្ពុជាហើយខ្ញុំជឿថារដ្ឋាភិបាលកម្ពុជាបើមិនចាត់ការមន្ត្រីណាមួយនៅស្រុកខ្មែរដែលត្រូវសាច់ស្អុយចោលខ្លះទេអត់រួចខ្លួនទេហើយចង់អត់រួចខ្លួនហ្នឹងមិនរដ្ឋអធិបតេយ្យគេមកឈឺក្បាលអីអាមេរិកកម្ពុជាអត់ឈឺក្បាលអីអាមេរិកបានតែក្នុងករណីដែលយើងមិនមានការឆបោកអនឡាញប៉ះពាល់ដល់ជនជាតិអាមេរិកទេឥឡូវនេះជនជាតិអាមេរិកជាជនរងគ្រោះហើយបាត់ល្មើសនេះប្រព្រឹត្តដោយជនជាតិខ្មែរគឺលោក Gen Z និងមន្ត្រីដែលពាក់ព័ន្ធខុបខិតគ្នាយ៉ាងច្រើនទៀតនៅប្រទេសកម្ពុជាហើយអាមេរិក8សែននាក់ខាតបង់លុយអស់ដល់$15,000 លានឬក៏អាចច្រើនជាងហ្នឹងគ្រាន់$15,000 លានបង្កក់តែពីលោក Gen Z មួយទេចុះនៅមនុស្សប្រមាណទៀតហ្នឹងតើលុយប្រមាណលុយដែលតាក់ទងនឹងការឆបោកអនឡាញនេះគឺអស់$114,000 លានមិនមែនតិចទេបង្កក់ទៅតែបាន$15,000 លានទេទៅលុយច្រើនណាដូច្នេះបានន័យថាប្រជាពលរដ្ឋអាមេរិកជាជនរងគ្រោះដូច្នេះកម្ពុជាវាអត់រួចខ្លួនកន្លែងហ្នឹងអញ្ចឹងហើយបានជាយើងគិតថារដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃហ្នឹងអង្គុយគិតប្រហែលជាជ្រុះសក់ឬស្កៅសក់ហើយព្រោះដោយសារតែរឿងហ្នឹងអត់ស្រួលទេបងប្អូនគឺរឿងហ្នឹងគឺលំបាកវិញ្ញាសានេះគឺតានតឹងហើយអ្នកដែលត្រូវធ្វើចាត់ការហ្នឹងមានដូចលោកកុកអានលោកលីយ៉ុងផាត់ឬក៏លោកហ៊ុនតូសុទ្ធតែមនុស្សសំខាន់របស់គណៈបកប្រជាជនកម្ពុជាទៅទៀតតើឲ្យគេចាត់ការយ៉ាងម៉េចបើរឿងលោកកុកអានឬក៏លោកលីយ៉ុងផាត់អីហ្នឹងនៅក្នុងចំណោមមនុស្សដែលចាត់ការមានលោកកុកអានលោកលីយ៉ុងផាត់ឬក៏លោកហ៊ុនតូខ្ញុំជឿថាលោកហ៊ុនតូអាចជាកូនចៅក្រុមគ្រួសារគេសាច់សាលោហិតគេអាចទុកក្រោយអ្នកដែលទៅមុនគេអាចលោកកុកអានហើយព្រោះអីបើសិនជាគេចាត់ការ
ព្រោះអីលោកកុកអានក៏ជាមនុស្សដែលសំខាន់នៅក្នុងជួរគណៈបកប្រជាជនកម្ពុជាជាហឹបប្រាក់ដែរប៉ុន្តែបើនិយាយអំពីអ្នកដែលហឹបប្រាក់ធំជាងគេគឺលោកលីយ៉ុងផាត់ឯនោះទៅវិញទេព្រោះអីលោកលីយ៉ុងផាត់គាត់មានរបរគាត់មានស្អីហ្នឹងច្រើនអាណែកស្អីស្កាសសម្បើមហើយក៏ជួយគណៈបកប្រជាជនច្រើនហើយលោកក៏មានតំណែងតំណងចិត្តស្អិតល្មួតកាលលោកនៅជាបងធွာប្អូនធွာជាមួយតកូលថាក់ស៊ីនគឺលោកលីយ៉ុងផាត់ជាជនជាតិថៃមានសញ្ជាតិថៃដែរដូច្នេះជន់កោះកុងផ្អៀងមកចំហៀងអីចឹងប៉ុន្តែឥឡូវនេះតំណែងតំណងខ្មែរនិងថៃក៏អស់ដូច្នេះវាទៅបដាហ្នឹងហើយអញ្ចឹងវាមានដំណាក់កាលអញ្ចឹងតែយ៉ាងណាបងប្អូនលោកហ៊ុនម៉ាណែតបានព្យាយាមការពារអ្នកទាំងនេះដោយនិយាយពីរឿងជារឿងបុគ្គលក៏ប៉ុន្តែមិនដឹងថាតើសាររបស់គាត់នឹងមានប្រសិទ្ធភាពប៉ុណ្ណាទេព្រោះម្ដងទៀតបងប្អូនរឿងនេះយើងខ្មែរយើងមានភ័ព្វវាសនាតែមួយយ៉ាងទេដោយសារតែអ្វីដែលកើតឡើងនៅស្រុកខ្មែរជនរងគ្រោះជាជនជាតិអាមេរិកបើជនរងគ្រោះមិនមែនជាជនជាតិអាមេរិកអាមេរិកមិនចាត់ការគឺស្រុកខ្មែរយើងក៏អត់មានថ្ងៃនេះដែរគឺក៏ទុកឲ្យពុលវល់យើងដែលនឹកស្មានថាគេមកកំចាត់ឆបោកអនឡាញគេនិយាយរាប់ឆ្នាំមកឲ្យយើងសិតតែគេបំពុលគេអីគឺរឿងចាប់អាអ្នករាយការណ៍នឹងដាក់គុកចង់អស់តែដល់ពេលចុងក្រោយមកនិយាយថាស្រុកខ្មែរយើងគឺថាដូចម្រាមដៃចឹងនៅចំោះនៅនឹងមាត់តែយើងអត់ដែលចាត់ការសោះហើយធ្វើភ្ញាក់ផ្អើលធ្វើដូចរឿងនឹងធ្លាក់មកពីឋានប្រអិនចឹងដូចលោកហ៊ុនសែនឯងមកនិយាយសារថ្ងៃមុនហ្នឹងគាត់ថាឆ្ងល់ដែរថាពួកអស់ហ្នឹងចូលមកមិនអត់មានប៉ាសពតចូលមកស្រុកខ្មែរអស់បានរាប់ម៉ឺនអ្នកនេះព្រំដែនយើងជនបរទេសចូលអត់ប៉ាសពតរាប់ម៉ឺនអ្នកតើសុវត្ថិភាពប្រជាពលរដ្ឋយើងមានត្រង់ណាសុវត្ថិភាពសន្តិសុខជាតិយើងមានត្រង់ណាសុវត្ថិភាពសម្រាប់ស្អីសពបែបយ៉ាងមានត្រង់ណាបើយើងអត់ទាំងទប់ជនអន្តោប្រវេសន៍មកខុសច្បាប់មកជួញដូរឆបោកអនឡាញអាហ្នឹងយើងនិយាយតែពីរឿងឆបោកអនឡាញមកបាក់ទំនប់ចោះមកពីខាងកើតវៀតណាមអីចូលមកនៅស្រុកខ្មែរប្រពាក់ប្រពូនមិនដឹងតាប៉ុណ្ណាអញ្ចឹងវាធ្វើឲ្យប្រជាពលរដ្ឋហ្នឹងចេះតែនាំគ្នាគេនិយាយចេះតែជំទាស់គេរហូតដល់ពេលចុងក្រោយគឺនៅលើគោកអញ្ចឹងណាតែយ៉ាងណាបងប្អូនកម្ពុជាអត់មានជំរើសអីទេគឺ do or die ភាសាអង់គ្លេសថា do or die ចាត់ការឬក៏ស្លាប់ខ្លួនឯងតែប៉ុណ្្នឹងឯងចាត់ការអាចបានស្ដារបានមកខ្លះប៉ះពាល់សាច់ឯងសាច់អីឬក៏សាច់ស្អុយអីនៅក្នុងជួរបកជួអីហ្នឹងកាត់ចោលអីខ្លះទៅអញ្ចឹងខ្ញុំជឿថាមន្ត្រីអុកញ៉ាស្អីទាំងអស់ដែលមានឈ្មោះនៅក្នុងហ្នឹងកំពុងតែល្ងាហើយពេលដែលមន្ត្រី FBI ចុះដល់ស្រុកខ្មែរនេះហើយមិនត្រឹមតែមន្ត្រី FBI ចុះទៅស្រុកខ្មែរទេភារៈធារីសប្ងៃនៅស្រុកខ្មែរទូតអាមេរិកនៅប្រចាំកម្ពុជាអ្នកស្រី Alex Zero ក៏និយាយពីរឿងឆបោកអនឡាញឥឡូវអគ្គរដ្ឋទូតថ្មីរបស់អាមេរិកដែលគ្រោងនឹងទៅចូលទៅបំពេញបេសកកម្មកិច្ចការនៅស្រុកខ្មែរលោក Christopher Anderson ពេលដែលស្បត់នៅពេលដែលជជែកស្បត់អីថ្លែងសារមុននឹងឲ្យសភាបោះឆ្នោតឲ្យគាត់ហ្នឹងក៏គាត់និយាយបដិញ្ញាកំចាត់ឆបោកអនឡាញហើយកំចាត់អ្នកនៅពីក្រោយនឹងឲ្យអស់ទៀតដូច្នេះរឿងនេះគឺនិយាយទៅម្ដងទៀតបងប្អូនវាជាកម្មអកុសលសម្រាប់រដ្ឋាភិបាលកម្ពុជាដែលទុកឲ្យរឿងនេះវាទុំជ្រុលប៉ុន្តែវាជាភ័ព្វព្រេងវាសនាសម្រាប់ប្រជាពលរដ្ឋទាំង18លាននាក់ដែលបានអាមេរិកដែលខ្លាចជាជនរងគ្រោះបើអាមេរិកអត់រងគ្រោះក៏អត់មានអាមេរិកណាមកឈឺក្បាល5ថ្ងៃរឿងស្រុកខ្មែរនឹងដែរតែចៃដន្យអីប្រជាពលរដ្ឋអាមេរិកច្រើនពេក8សែននាក់ខ្លាចជាជនរងគ្រោះដូច្នេះយើងបានភ័ព្វវាសនាដោយសារតែគេជាជនរងគ្រោះគេចាត់ការទៅក៏ទៅតាមនឹងទៅឥឡូវយើងចាំមើលតទៅទៀតបងប្អូនបាទឥឡូវព័ត៌មានបន្តទៀតតកតងនឹងរឿងលោកកម្មសខាម្ដងខ្ញុំពេលខ្លះខ្ញុំថាបងប្អូនប្រជាពលរដ្ឋខ្មែរយើងស្រតាមគ្នាបងប្អូនអាភាពស្រតាមគ្នានេះគឺគ្រោះថ្នាក់អត់ប្រយោជន៍ច្រើនក៏អត់ប្រយោជន៍ដែរហើយធ្វើឲ្យមានបញ្ហាច្រើនទៀតខ្ញុំនិយាយពីរឿងស្រតាមគ្នាហ្នឹងគឺគ្រាន់តែឮលោកកម្មសុខាថាចេញមកក្រៅប្រទេសហ្នឹងគឺម្នាក់វិភាគលែងបានដេកពួនបាត់ហើយបែកខ្ទិះបែកអូហូស្ទឹងបានប្រយោជន៍អីបានតែបង្កឲ្យមានបញ្ហាថ្នាក់នៅក្នុងជួរគណៈបកប្រឆាំងមើលមុខគ្នាមិនត្រង់ម្នាក់នឹងចាប់ផ្ដើមចេះម្នាក់ចាប់ផ្ដើមចុះហើយចូលសងគណៈបកប្រជាជនកម្ពុជាដែលក្នុងការដែលប្រឡែងលោកកម្មសខាមកហ្នឹងគឺដើម្បីឲ្យព្យុះភ្លៀងនាំគ្នាជជែកតែពីរឿងលោកកម្មសខាភ្លេចអស់អាដីខ្មែរ76កន្លែងដែលថៃឈ្លានពានភ្លេចអស់អាការឆបបោកអនឡាញនៅស្រុកខ្មែរភ្លេចអស់អារឿងសេដ្ឋកិច្ចខ្មែរធ្លាក់ដល់ក្រោម 50% ធ្លាក់តកតងនឹងរឿងអត់ការងារធ្វើបញ្ហាភ្ញៀវទេសចរធ្លាក់ចុះជាង 50% បញ្ហាសេដ្ឋកិច្ចបញ្ហាអ្វីសពបែបយ៉ាងសម្ពាធអន្តរជាតិ100ចម្ពោះយើងនាំគ្នាភ្លេចអស់មកគិតតែពីរឿងជ្រុំរឿងលោកកម្មសខាហើយថ្ងៃនេះគឺលោកកម្មសខាគឺអស់អត់រំលងសោះហ្មងនិយាយពីកសែតនៅក្នុងស្រុកនិយាយពីសបាយអូយសបាយជាពិសេសកសែតត្ររដ្ឋាភិបាលនិងគណៈបកប្រជាជនកម្ពុជាហ្នឹងគឺថាអូយថតផ្សាយដើម្បីអីលើកជ្រោមលោកកម្មសខាហ្នឹងដល់ឋានទេវតាណាធ្វើដូចខ្លួនឯងហ្នឹងស្រឡាញ់អាណិតលើកដំកើងលោកកម្មសខាហ្នឹងខ្ពស់មេឃបើយើងមើលមកហ្នឹងគឺយើងភ្ញាក់ផ្អើលដែរកសែតត្ររដ្ឋាភិបាលនិងគណៈបកប្រជាជនកម្ពុជាដោយ Fresh News អីហ្នឹងគឺអូគេផ្សាយបាក់ទឹកបាក់ដីរឿងលោកកម្មសខាចុះទៅជួបតបចុះទៅសួរសុខទុក្ខជនគ្រួសារជនភៀសសឹកនៅភូមិរងចាំចែកអំណោយចែកអីទិញទួច300គ្រួសារអីហ្នឹងនឹងការដែលទៅសំណេះសំណាលជាមួយតបហ្នឹងគឺថាគេរំលឹកម្ដងហើយម្ដងទៀតម្ដងទៀតហ្នឹងគឺថាស្ទើរតែមួយថ្ងៃវាស់ល្ងាចហ្នឹងគឺយើងអត់មានអីមើលក្រៅតែពីរូបលោកកម្មសខាដែលទៅកាន់ក្បាលមីក្រូក្នុងវេទិកាជួបជាមួយទាហានជួបអីរឿងនេះវាមានរូបភាពពីរបងប្អូន
ជារឿងគួរឲ្យសារតដែរសប្បាយចិត្តដែរមិនចឹងទេនេះគឺជាលើកដំបូងហើយដែលលោកកឹមសុខាអាចចុះទៅក្នុងវេទិកាសាធារណៈហើយថ្លែងសារជាសាធារណៈបានទៀតផងកាន់មីក្រូថ្លែងសារនៅក្នុងវេទិកាដែលរៀបចំដោយរដ្ឋាភិបាលកម្ពុជាបងប្អូនសាកគិតមើលរឿងនេះគឺជាចំណុចដែលមិនងាយមានទេព្រោះវេទិកាជនភៀសសឹកនៅកន្លែងតំបន់អីនៅអាកន្លែងភូមិរងចាំហ្នឹងបើអាជ្ញាធរដែនដីគេអត់រៀបចំឲ្យលោកកឹមសុខាអាចទៅបានទេគាត់អាចទៅបានទៅតិចតួចអីប៉ុន្តែរៀបចំជាវេទិកាដាក់ក្បាលមីក្រូឲ្យនិយាយឲ្យទៅជួបទាហានជួបអីសួរសុខទុក្ខគឺជាការរៀបចំរបស់រដ្ឋាភិបាលកម្ពុជាដើម្បីឲ្យលោកកឹមសុខាមានឱកាសនៅក្នុងការថ្លែងសារទៅកាន់ជនភៀសសឹកថ្លែងសារទៅជួបកងទ័ពហើយជាការដែលគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាយកលោកកឹមសុខាជារូបភាពមួយដើម្បីប្រាប់ទៅពិភពលោកថាកម្ពុជាមិនរឹតបន្តឹងសិទ្ធិសេរីភាពកម្ពុជាមិនធ្វើទុកបុកម្នេញគណៈបកប្រឆាំងកម្ពុជាមិនចងអាឃាតអ្នកណាទេគឺកម្ពុជាបើកសេរីភាពសូម្បីតែមេបកប្រឆាំងលោកកឹមសុខាក៏ឥឡូវរដ្ឋាភិបាលរៀបចំឲ្យនិយាយថ្លែងសារអីបានអញ្ចឹងអង្គការសហប្រជាជាតិប្រទេសអ្នកទាំងឡាយនៅលើពិភពលោកមើលមកខ្មែរមើលតើប៉ុណ្ណឹងថាខ្មែរយើងគឺជាប្រទេសរដ្ឋបတ်សិទ្ធិសេរីភាពធ្វើបាបធ្វើទុកបុកម្នេញប្រជាពលរដ្ឋងើបមួយវាយមួយឬក៏យ៉ាងម៉េចអញ្ចឹងរូបភាពនេះគឺគណៈបកប្រជាជនកម្ពុជានិងប្រព័ន្ធឃោសនារបស់រដ្ឋាភិបាលគឺបំពងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតមួយថ្ងៃវល់ល្ងាចដើម្បីអីដើម្បីឲ្យពិភពលោកមើលមកថាកម្ពុជាមានការប្រែប្រួលហើយមានការផ្លាស់ប្ដូរហើយមានការកែតម្រង់ហើយមានការអីចឹងហើយសម្របសម្រួលហើយកុំធ្វើបាបកម្ពុជាកុំដាក់ទណ្ឌកម្មកម្ពុជាកុំដាក់សម្ពាធអីផ្សេងទៀតព្រោះយើងមានសម្ពាធច្រើនហើយឥឡូវរដ្ឋាភិបាលក៏គេដោះស្រាយតាមដំណើរអញ្ចឹងដែរអានេះគឺជារឿងដែលរដ្ឋាភិបាលកំពុងតែចង់ធ្វើប៉ុន្តែចំណុចវិជ្ជមាននេះគឺខ្ញុំនិយាយចឹងគឺយ៉ាងហោចណាស់លោកកឹមសុខាក៏បានឱកាសបានជួបសួរសុខទុក្ខប្រជាពលរដ្ឋជនភៀសសឹកឱកាសបានថ្លែងសារខ្លះទៅឲ្យធូរទ្រូងតាក់ទងនឹងបញ្ហាឈ្លានពានរបស់ថៃមកលើដែនដីកម្ពុជាហើយឲ្យស្របទៅនឹងអ្វីដែលលោកកឹមសុខាបានប្រាប់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលយូរហើយថាបើដោះលែងគាត់ឲ្យមានសេរីភាពគឺអាចមានសង្ឃឹមគាត់ទៅប្រាប់សហគមន៍អន្តរជាតិដើម្បីឲ្យជួយដាក់ទណ្ឌកម្មទៅលើប្រទេសថៃឬក៏រករឿងការឈ្លានពានរបស់ប្រទេសថៃអីអញ្ចឹងទៅសារអំពាវនាវរបស់គាត់ហ្នឹងគឺគាត់អាចធ្វើអញ្ចឹងបានគាត់បានប្រាប់តាំងតែពីមុនគេកាត់ទោសគាត់ឲ្យជាប់គុកជាប់ច្បាប់ផ្ដន្ទាទោសគាត់ពីបទខុបខិតក្បត់ជាតិអីចោះបាទអាហ្នឹងគឺគាត់និយាយប៉ុន្តែគេអត់ដែលស្ដាប់ទេទើបតែឥឡូវនេះសម្ពាធច្រើនពេកទៅគឺប្រឡែងតិចម្ដងអញ្ចឹងប៉ុន្តែអ្វីដែលខ្ញុំគួរឲ្យចាប់អារម្មណ៍ម្ដងទៀតបងប្អូនខ្ញុំសប្បាយចិត្តជាខ្មែរខ្ញុំចង់ឲ្យឃើញមានការផ្សះផ្សារវាងខ្មែរនិងខ្មែរចង់ឲ្យលោកកឹមសុខាមានសេរីភាពពេញទំហឹងមិនមែនសេរីភាពនៅក្នុងក្អមនៅក្នុងគុកអត់ចិញ្ចាំងអញ្ចឹងទេម៉ោងនេះគឺលោកកឹមសុខាអត់មានសេរីភាពអីទេគឺគេឲ្យយកជារូបភាពមួយដើម្បីគណៈបកកណ្ដាលអំណាចយកទៅលក់នៅលើឆាកអន្តរជាតិថាគេកំពុងតែផ្ដល់សិទ្ធិសេរីភាពឲ្យលោកកឹមសុខាដែលជាមេបកប្រឆាំងដែលជាប់គុកក្នុងផ្ទះ9ឆ្នាំឥឡូវគេឲ្យគាត់ដើរហើរហើយគាត់អាចកាន់ក្បាលមីក្រូនិយាយបានទៀតបានន័យថាអ្នកមើលមកគ្រប់គ្នាគាត់ថាអូឥឡូវមេបកប្រឆាំងគាត់មានសិទ្ធិនយោបាយវិញហើយអត់ទេនេះគឺជាឆាកល្ខោនទេឆាកល្ខោនហ្នឹងគឺគេចង់បងប្អូនត្រូវចាំថាគណៈបកប្រជាជនកម្ពុជាជាពិសេសក្រុមដែលឃោសនាឲ្យគណៈបកប្រជាជនកម្ពុជាអត់ដែលចង់ឲ្យលោកកឹមសុខាល្បីឬក៏អត់ចង់ឲ្យលោកកឹមសុខាមានប្រជាប្រិយអីទេព្រោះអីគណៈបកទាំងអស់នេះគឺជាអ្នកដែលទាញលោកកឹមសុខាទម្លាក់មកតាំងពីរំលាយតាំងពីការចាប់បងប្អូនមានដឹងទេថ្ងៃហ្នឹងលោកកឹមសុខាទៅពីកន្លែងឲ្យចាំខ្ញុំបញ្យល់ថ្ងៃនេះគាត់ទៅសួរសុខទុក្ខកងទ័ពហើយ Fresh News ហ្នឹងផ្សាយសម្បើមពីរឿងទៅជួបកងទ័ពហ្នឹងដែរដើម្បីឲ្យឃើញនិយាយទៅគឺលោកកឹមសុខាចាំបាច់ជួលអ្នកផ្សាយព័ត៌មានទេព្រោះគណៈបកប្រជាជនកម្ពុជាជួយផ្សាយឲ្យគាត់បានមកទំហឹងហ្មងគឺថាគ្រប់ជ្រុងគ្រប់ជ្រោយគ្រប់អីរូបថតពេញពីអត់បាច់ទៅរកនិយាយទៅក្រុមលោកកឹមសុខាបាច់ចុះទៅថតក៏បានដែរព្រោះក្រុមគណៈបកប្រជាជនកម្ពុជាគេផ្សាយឲ្យលោកកឹមសុខាឡើងកក្រៅដើម្បីលក់រូបនេះទៅលើឆាកអន្តរជាតិតាក់ទងនឹងរឿងប្រឡប់ព្រឹត្តិការណ៍ឲ្យគេយល់ថាកម្ពុជាប្រសើរហើយបងប្អូនមានចាំទេសារព័ត៌មាន Fresh News នេះនៅពេលដែលឃើញលោកកឹមសុខាចុះទៅសួរសុខទុក្ខទាហានគឺសប្បាយយើងមើលទៅរូបភាពហ្នឹងវាល្អមែនតើហើយគឺលោកកឹមសុខាគាត់ទៅសួរសុខទុក្ខកងទ័ពយើងព្រោះអីគាត់ក្នុងនាមជាមេបកនយោបាយអីចឹងចុះទៅគឺវាជាការល្អជាភាតរៈជាអីគួរឲ្យកក់ក្ដៅជួបជនភៀសសឹកអីខ្ញុំជឿថាជារូបភាពល្អហើយប៉ុន្តែរូបភាពនេះបង្កប់នៃនយោបាយបងប្អូនត្រូវចាំថាពេលដែលលោកកឹមសុខាគេចាប់ខ្លួនលោកកឹមសុខានៅថ្ងៃនៅខែវិច្ឆិកានៅខែកញ្ញាឆ្នាំ2017ម៉ោងថ្ងៃទី3កញ្ញាឆ្នាំ2017គឺកណ្ដាលរាត្រីរំលងចូលនិយាយទៅគឺរំលងអាត្រៀតហ្នឹងទៅចាប់ដល់ផ្ទះទាំងសាង1ម៉ោងគ្រាន់តែចាប់លោកកឹមសុខាភ្លាមណាបងប្អូនលោកកឹមសុខាគឺជាជនសង្ស័យគ្មានអ្នកណាអាចចោទប្រកាន់អ្នកណាម្នាក់ថាជាអ ுக ្រិតជនឬក៏ជាជនពិរុទ្ធឬក៏អ្នកប្រព្រឹត្តទោសឬក៏ថ្កោលទោសជនណាបាននៅពេលដែលតុលាការអត់ទាន់ចេញសាលដីកាស្ថាពរសម្រាប់ថាអ្នកនោះមានទោសដោយប្រព័ន្ធតុលាការឯករាជ្យមួយទេប្រព័ន្ធតុលាការឯករាជ្យកំណត់ថាអ្នកណាមានទោសអ្នកនោះឯងនៅតែជាអត់ទាន់ដិតដដែលទេព្រោះអីតុលាការអត់ឯករាជ្យទាល់តែតុលាការឯករាជ្យរកឃើញអ្នកហ្នឹងកាត់ក្តីគេប្តឹងសារពីប្តឹងអធរប្តឹងសារទុកប្តឹងអីដល់តុលាការកំពូលអីអស់ហើយពឹងពាក់គ្រប់ស្ថាប័នហើយចេញចុងក្រោយគឺស្ថាពរហើយស្ថាប័ននឹងឯករាជ្យទើបអ្នកនោះឯងខ្លាយទៅជាទណ្ឌិតថ្កោលទោសហៅគាត់ថាជាទណ្ឌិតបានតែបើតុលាការអត់ឯករាជ្យក៏នៅតែមិនអាចហៅគាត់ថាជាទណ្ឌិតឬថ្កោលទោសគាត់បានផងបងប្អូនដឹងថានៅឆ្នាំ2017អ្នកណាថ្កោលទោសលោកកឹមសុខាមុនគេគឺកងយុទ្ធពលខេមរៈភូមិន្ទ
ហើយ fresh news នេះឯងជាអ្នកចុះទៅផ្សាយយ៉ាងសម្បើមនិយាយពីញ៉ាត់គ្រប់គ្រងគ្រប់អង្គភាពកោលទោសលោកកឹមសុខាជាជនក្បត់ជាតិជាជនស្អីស្អីអញ្ចឹងដីកាគេទៅចេញមកសង្ស័យលោកកឹមសុខាពីអំពើក្បត់ជាតិអីណាចោតជាមួយនឹងអាមេរិកដែលជារឿងនយោបាយសោះគាត់ថ្លែងសារនៅអូស្ត្រាលីតាំងឆ្នាំ2013ឆ្នាំ2017 4ឆ្នាំក្រោយទើបទៅយកអាវីដេអូគាត់មកទៅចាប់គាត់សារមួយម៉ោងថាបាត់ល្មើសជាក់ស្ដែងវីដេអូសាធារណៈអ្នកណាមិនដឹងថាជាល្បិចនៅក្នុងការចាប់លោកកឹមសុខានិងរំលាយគណៈបក្សសង្គ្រោះជាតិភ្លាមនោះស្រាប់តែស្ថាប័នជាតិមួយដែលជាកងយុទ្ធពលខេមរៈភូមិន្ទណាជាពិសេសកងឆាត់យង911កងពិសេសឆាត់យងចេញមកចេញសារថ្កោលទោសលោកកឹមសុខាជាជនក្បត់ជាតិហ្មងហើយក៏សែត fresh news នឹងឯងអ្នករំលឹកអូមួយថ្ងៃទៀតនិយាយពីស្រោចថ្កោលទោសយើងជាស្ថាប័នយោធាស្ថាប័នជាតិស្ថាប័នឯករាជ្យយើងទៅចេញសារថ្លែងថ្កោលទោសតំណាងគណៈបកនយោបាយនៅពេលដែលតុលាការអត់ទាំងទាន់ទាំងររឿងអីកាត់ក្តីអីគាត់ទៅអីជាប់ទោសយើងទៅយកស្ថាប័នកងយុទ្ធពលខេមរៈភូមិន្ទមួយទៅបំផ្លាញចោលហ្មងឲ្យខូច credit ខូចកិត្តិយសខូចអីទាំងអស់ដែលយើងអាប់អោនមកយកតែអត់មាននរណាឈឺក្បាលទេព្រោះអីតែលោកហ៊ុនសែនចង់ឲ្យធ្វើអីគឺគេធ្វើហ្នឹងបំផ្លាញចោលខ្ទេចខ្ទីអស់អាគោលការណ៍យុតិធធម៌គោលការណ៍ច្បាប់គោលការណ៍អីអត់យកទៅហ៊ានយកទៅប្រឡុកប្រឡាក់រឿងនយោបាយដើម្បីបង្ហាញថាគេដង្ហែតាមគណៈបកប្រជាជនកម្ពុជាគឺគេថ្កោលទោសលោកកឹមសុខាដល់ទីបញ្ចប់ហើយរឿងហ្នឹងទៀតក្រោយមកអស់ពីទាហានគ្រូបង្រៀននៅសាកលវិទ្យាល័យសាស្ត្រាចារ្យខ្ញុំមិនដឹងថាគាត់ប្រើខួរក្បាលអីដែលជាសាស្ត្រាចារ្យគ្រូបង្រៀននៅសាកលវិទ្យាល័យខ្ញុំជានិស្សិតអតីតនិស្សិតម្នាក់នៅសាកលវិទ្យាល័យភ្នំពេញសាលាភាសាបរទេសអីដល់ពេលឃើញគ្រូបង្រៀនសាស្ត្រាចារ្យអីនាំគ្នាកាន់បដាថ្កោលទោសលោកកឹមសុខាអីនៅពេលដែលតុលាការអត់ទាន់បានសម្រេចក្តីជាស្ថាពរអីផងអស់លោកគឺคล้ายទៅជាឧបករណ៍នយោបាយយកស្ថាប័នអប់រំដែលជាស្ថាប័នជាតិឯករាជ្យយកមកបំពុលដោយសារតែអស់លោកចង់បានលៀបសការៈធ្វើជាប្រធាននាយកដ្ឋានធ្វើអីការងារហ្នឹងគឺគេឲ្យបាយ3ពេលហ្នឹងគឺអស់លោកបំពុលធ្វើឲ្យនិស្សិតបញ្ញវន្តស្ថាប័នជាតិមួយគឺលលួយដោយសារអំពើដោយសារតែនយោបាយទុច្ចរិតរបស់អស់លោកស្ដាយខ្ញុំក៏មានមិត្តភ័ក្តិជាគ្រូបង្រៀនសាស្ត្រាចារ្យប៉ុន្តែខ្ញុំស្រក់ទឹកភ្នែកឃើញមិត្តភ័ក្តិខ្ញុំទៅកាន់បដាថ្កោលទោសលោកកឹមសុខាក្នុងនាមជាសាស្ត្រាចារ្យណាបងប្អូនខ្ញុំស្រក់ទឹកភ្នែកប៉ុន្តែខ្ញុំវាដូចថាយើងវាមិនដឹងធ្វើម៉េចបើស្រុកយើងវាអញ្ចឹងប៉ាតណាប៉ាតណីហើយដល់ពេលអញ្ចឹងស្ថាប័នយើងលលួយក៏ក្រឹតគ្រប់កន្លែងប្រជាប្រដ្ឋនិយាយអីក៏អត់បានដែរមនុស្សចាប់ផ្ដើមអាជ័យធ្លាក់ទឹកហើយអោតាមគ្នាតែស្ករហូតតលលាយខ្សលមកឥឡូវលលាយអស់ហើយតាស្ថាប័នអស់ហ្នឹងគឺបាយបិណ្ឌជាបាយបាតអស់ហើយលែងមានទិសតំបន់អីឥឡូវទល់ពធអត់អាចទប់បတ်ឆោបោកអនឡាញបានដោយសារតែអានយោបាយរបស់យើងហ្នឹងវាគ្មានស្ថាប័នឯករាជ្យណាមួយសោះតែហ៊ានក៏អត់ឯករាជ្យតបក៏អត់ឯករាជ្យប៉ូលីសក៏អត់ឯករាជ្យតុលាការក៏អត់ឯករាជ្យស៊ីវិលក៏អត់ឯករាជ្យសាលារៀនក៏អត់ឯករាជ្យអង្គការសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយក៏អត់ឯករាជ្យបាយបិណ្ឌទៅជាបាយបាតសូម្បីស្ថាប័នព្រឹទ្ធសភាក៏អត់ឯករាជ្យស្ថាប័នរដ្ឋាភិបាលក៏អត់ឯករាជ្យស្ថាប័នតុលាការអត់ឯករាជ្យអស់អាលីងឲ្យប្រជាប្រដ្ឋពឹងអីយូរទៅអញញ៉ៃពេញទឹកពេញដីឥឡូវខ្លាយទៅជាជំងឺមហារីករកតែថ្ងៃស្លាប់អញ្ចឹងហើយបានជាខ្ញុំនិយាយថារឿងជូរចត់ជាមួយលោកកឹមសុខានេះលោកកឹមសុខាខ្ញុំសរសើរគាត់គាត់ហាក់បីដូចជាអាហោសកម្មគាត់ធ្វើរឿងនេះហាក់បីដូចជាគាត់អត់មានបានទៅគិតថយក្រោយវិញទេបើគេហៅទៅជួបទាហានជួបទៅធ្វើម៉េចបើគេតស៊ូមិត្តភូមិប៉ុន្តែក្រុមទាហានក្រុមកងយុទ្ធពលខេមរៈភូមិន្ទហ្នឹងដែលថ្កោលទោសលោកពីបាត់ក្បត់ជាតិកាលពី9ឆ្នាំមុនក្រុមហ្នឹងដោយសារអីគេរៀបចំឲ្យធ្វើបាបលោកតែឥឡូវសរសើរគាត់ដែរគាត់ចុះទៅសួរសុខទុក្ខទៅធ្វើម៉េចបើខំការពារទឹកដីអីអញ្ចឹងទៅអញ្ចឹងបានថាបងប្អូនមើលឡើងវិញរឿងនេះគឺជារឿងរកម្មចិត្តណាស់ខ្ញុំមែនតើខ្ញុំក៏ចង់ដែរឲ្យថាយើងត្រូវគ្នាយើងកុំគិតពីអតីតកាលអីជូរចត់ប៉ុន្តែអតីតកាលនេះវាធ្វើឲ្យរឿងមកកើតឡើងបច្ចុប្បន្នហ្នឹងគឺដោយសារតែអតីតកាលដ៏ស្មោកគ្រោកហ្នឹងហើយចង់ឲ្យបងប្អូនទាំងអស់គ្នាមើលរបៀបនយោបាយដែលគេបោកប្រជាពលរដ្ឋខ្ញុំអត់ចង់ឲ្យប្រជាពលរដ្ឋរងការបោកបន្លំទេជាការល្អហើយលោកកឹមសុខាចុះទៅសួរសុខទុក្ខល្អហើយឥឡូវគាត់អាចថ្លែងសារនយោបាយបានទៀតហើយចាំខ្ញុំប្រាប់ថាសារនយោបាយនេះគាត់ថ្លែងបានតែក្នុងករណីរិះគន់រដ្ឋាភិបាលថៃទេបើគាត់ហ៊ានរិះគន់រដ្ឋាភិបាលខ្មែរតាមមួយម៉ាត់លោកកឹមសុខានឹងវិលចូលគុកវិញ24ម៉ោងហើយគាត់កាន់ក្បាលមីក្រូគាត់បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកថាម៉េចគាត់ថាបងប្អូនដឹងទេខ្ញុំបានជម្រាបរឿងនេះទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល11ថ្ងៃទៅ12ថ្ងៃពីថ្ងៃ21ដល់ថ្ងៃ31នេះគឺលោក Thomas Andrews គាត់ថាគាត់ប្រាប់ឲ្យថាថៃឈ្លានពានទឹកដីកម្ពុជានេះដែលធ្វើឲ្យជនភៀសសឹកយើងខ្លោចផ្សាររំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរផ្ទះសម្បែងត្រូវគេអត់ឲ្យចូលទៅវិញមន្ទីរពេទ្យសាលារៀនកុមារអត់មានបានសេវាសុខាភិបាលសេវាអប់រំអាហារហូបចុកការរកទទួលទានសិទ្ធិជាមូលដ្ឋានត្រូវរងការធ្វើទុកបុកម្នេញដោយសារតែថៃគាត់និយាយចឹងគាត់ទៅប្រាប់លោក Thomas Andrew អំពីរឿងនេះតាមពិតរឿងនេះរដ្ឋាភិបាលនិយាយមកយកហើយរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍800ដងជាងអត់មានអ្វីអីប្លែកពីអ្វីដែលលោកកឹមសុខានិយាយហ្នឹងទេគ្រាន់តែថាលោកកឹមសុខានិយាយក្នុងនាមជាប្រធានបកប្រឆាំងដែលមានឱកាសអាចនិយាយសារនេះប្រាប់ប្រជាពលរដ្ឋជនភៀសសឹកហើយសាររបស់លោកកឹមសុខាក៏អត់មានអីប្លែកពីអ្វីដែលលោកផែងហេងដែលជាសហមេធាវីរបស់គាត់ហ្នឹងថ្លែងនៅពេលដែលលោកជួបលោក Thomas Andrew នៅឯផ្
ផ្ទះគាត់នៅទួលគោកនោះទេគ្រាន់តែថាលោកកឹមសុខាដោយសារឱកាសបានជួបជនភៀសសឹកហើយគាត់បានប្រាប់ថាគាត់បានផ្ដាំផ្ញើទៅអង្គការសហជីវជាតិឲ្យជួយមើលអំពើឈ្លានពានរបស់ថៃនេះមិនមែននេះជាសារនយោបាយតែចាត់ការថៃខ្ញុំជឿថារឿងសារនយោបាយនេះបើសិនជាគាត់និយាយរឿងរដ្ឋាភិបាលកម្ពុជាអសមត្ថភាពដែលធ្វើឲ្យយើងបាត់ដីអស់76កន្លែងដែលធ្វើឲ្យយើងមិនអាចការពារដែនអធិបតេយ្យបានដែលធ្វើឲ្យអីឡាក់គាត់ហ៊ាននិយាយតែអញ្ចឹងតែមួយម៉ាត់គឺដឹងតែគុក24ម៉ោងវិញហើយទាំងក្បាលមីក្រូនេះគឺលោកកឹមសុខាអាចនិយាយបានតែក្នុងករណីគាត់និយាយរិះគន់ប្រទេសថៃហើយខ្ញុំថានេះគឺជាភាពឆ្លាតវៃរបស់លោកកឹមសុខាដែរវាអត់មានពេលណាដែលគាត់ពេលនេះគឺបើគាត់និយាយរិះគន់រដ្ឋាភិបាលកម្ពុជាហាក់បីដូចជាគាត់អត់ស្គាល់នយោបាយអត់ស្គាល់ទិសខ្យល់ទេគាត់ជាអ្នកនយោបាយចាស់ទុំមួយដែរបើគាត់និយាយអីប៉ះពាល់នឹងរដ្ឋាភិបាលគេចាប់គាត់ដាក់គុកវិញគាត់ដឹងតាដូច្នេះគាត់មិនថ្លែងសារបែបនេះទេហើយសារបែបនេះគឺជាលើកដំបូងដែលគាត់អាចថ្លែងបានជាសារនយោបាយប៉ុន្តែម្ដងទៀតបងប្អូនសារនយោបាយនេះគឺដោយសារតែគាត់វាយប្រហារទៅថៃទេបើសិនជារិះគន់រដ្ឋាភិបាលកម្ពុជាលោកកឹមសុខា24ម៉ោងគេនឹងចាប់គាត់វិញហើយក៏ប៉ុន្តែណាស់ហើយយ៉ាងហោចណាស់ក៏បានសាររបស់គាត់និយាយតាក់ទងនឹងរឿងថៃឈ្លានពានដែរព្រោះអីអ្នកណាក៏មើលឃើញតែថៃឈ្លានពានប៉ុន្តែសំណួរសួរទៅវិញថាតើសាររបស់លោកកឹមសុខានេះបានប្រយោជន៍អីដែរឬទេបងប្អូនតើសាររបស់លោកកឹមសុខានេះនឹងធ្វើឲ្យថៃដកទ័ពចេញពីដីខ្មែរដែរទេតើសាររបស់លោកកឹមសុខានេះនឹងធ្វើឲ្យលោក Thomas Andrews នឹងទៅរាយការណ៍ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជីវជាតិដើម្បីឲ្យថៃដកទ័ពចេញពីប្រទេសកម្ពុជាដែរទេចម្លើយគឺអត់ទេព្រោះសាររបស់លោកកឹមសុខាគ្រាន់តែជាប្រជាពលរដ្ឋខ្មែរសាមញ្ញម្នាក់ដែលអត់មានសិទ្ធិធ្វើនយោបាយអត់មានសិទ្ធិថ្លែងសារអីទៀតផងនិយាយទៅសប្ងៃលោកកឹមសុខាគឺជាអនុរាស្ត្រគាត់កម្រិតរបស់លោកកឹមសុខាសប្ងៃសិទ្ធិរបស់គាត់ទៀបជាងសិទ្ធិរបស់ជនភៀសសឹកដែលកំពុងអង្គុយយករង្វាន់អំណោយគាត់ទៀតផងគឺគាត់លោកកឹមសុខាសប្ងៃជាអនុរាស្ត្រដែលកំពុងតែអង្គុយដែលយកអំណោយពីលោកកឹមសុខាហ្នឹងគឺជារាស្ត្រអត់មានហាមឃាត់សិទ្ធិសេរីភាពអីទាំងអស់ព្រោះគាត់អាចមានសិទ្ធិនយោបាយគាត់អាចមានសិទ្ធិទៅបោះឆ្នោតមានអាចមានសិទ្ធិទៅឈរឈ្មោះឲ្យគេបោះឆ្នោតបើគាត់ចង់ផ្ទុយទៅវិញលោកកឹមសុខាទៅវិញទេដែលកំពុងតែទាមទារសិទ្ធិឲ្យជនភៀសសឹកនេះក៏អត់មានសិទ្ធិខ្លួនឯងទេណាគាត់និយាយថាថៃឈ្លានពានកម្ពុជាធ្វើឲ្យជនភៀសសឹកបាត់បង់អស់សិទ្ធិសេរីភាពរបស់ខ្លួនជាពិសេសគឺសិទ្ធិលំនៅឋានសិទ្ធិហូបចុកសិទ្ធិមានសាលារៀនសិទ្ធិមានសេវាសុខាភិបាលមន្ទីរពេទ្យអីប្រកបរបរចិញ្ចឹមជីវិតអីសិទ្ធិរស់រានមានជីវិតរបស់ជនភៀសសឹកនេះគឺរងការរំលោភបំពានរបស់ថៃយ៉ាងដំណំនេះគាត់និយាយប៉ុន្តែជាមួយគ្នានេះតែពេលគាត់ថ្លែងសារអំពីការរំលោភបំពានសិទ្ធិអ្នកដែលរំលោភបំពានសិទ្ធិគាត់យ៉ាងដំណំហ្នឹងគឺរដ្ឋាភិបាលកម្ពុជាដែលជាខ្មែរគ្នាឯងទៅវិញទៅណាអញ្ចឹងបានន័យថាចង់និយាយថាវាគួរឲ្យអាសូរមែនតើដែលមនុស្សម្នាក់ទៅនិយាយអំពីការរំលោភបំពានសិទ្ធិលើប្រជាពលរដ្ឋខ្លួនឯងពីសំណាក់បរទេសតែផ្ទុយទៅវិញគាត់ជាជនរងគ្រោះនៃការរំលោភសិទ្ធិរបស់ខ្មែរគ្នាឯងដែលជាមេដឹកនាំដែលផ្ដល់វេទិកាឲ្យគាត់ថ្លែងសារអំពីការរំលោភសិទ្ធិពីថៃនឹងវិញទៅលើខ្មែរអាសូរណាស់បងប្អូនខ្ញុំនិយាយទៅខ្ញុំចង់ស្រក់ទឹកភ្នែកព្រោះអីរឿងអញ្ចឹងខ្មែរយើងធ្វើបានណាបងប្អូនខ្មែរយើងធ្វើបានគឺយើងប្រកាសជាធ្វើបានមែនហើយគឺយើងធ្វើឲ្យពិភពលោកស្ងើចសរសើរនឹងភាពផ្ដេសផ្ដាស់របស់យើងហើយឥឡូវហ្នឹងស្មានតែអន្តរជាតិហ្នឹងគេឃើញលោកកឹមសុខាទៅអញ្ចឹងហ្នឹងគេត្រេកអរមែនអត់ទេព្រោះលោកកឹមសុខាអត់មានសិទ្ធិនយោបាយទេគឺគាត់ជាប់គុកឥតចិញ្ចាំងគាត់អាចថ្លែងសារនយោបាយអីនិយាយពីរឿងស្រុកទេសនិយាយពីរឿងអីទាំងអស់និយាយពីរឿងឆបោកអនឡាញបើគាត់និយាយឆបោកអនឡាញគាត់បន្ទោសទៅលើពួកឆបោកគឺគាត់នឹងនិយាយបានតែបើនិយាយបន្ទោសពីភាពអសមត្ថភាពរបស់រដ្ឋាភិបាលរបៀបដឹកនាំរដ្ឋដែលនាំឲ្យមានអំពើនេះគ្រប់យ៉ាងគាត់អត់អាចនិយាយបានទៀតទេដូច្នេះគាត់បាត់ព្រលឹងហើយលោកកឹមសុខាបាត់ព្រលឹងហើយបងប្អូនតែល្អដែរដោយសារគាត់អាចនឹងចោះជួបប្រជាពលរដ្ឋទៅបង្ហាញការនឹករលឹកក៏វាធូរចិត្តដើម្បីឲ្យគាត់បានទៅជួបប្រជាពលរដ្ឋគាត់ដែលអ្នកទាំងអស់នោះដែលជាជនភៀសសឹកក៏យើងអត់ដឹងថាប្រមាណបោះឆ្នោតឲ្យគាត់ដែរព្រោះយើងត្រូវចាំថាអ្នកបោះឆ្នោតឲ្យគណៈបក្សសង្គ្រោះជាតិគឺមាន3លានជិត3លានអ្នកកាលពីឆ្នាំ2012 2013ហ្នឹងដែលជាចំនួនប្រហាក់ប្រហែលនឹងគណៈបក្សប្រជាជនអញ្ចឹង50-50ក្នុងន័យនេះបានន័យថាបើជនភៀសសឹកមាន300គ្រួសារអាចមាន150គ្រួសារគឺជាអ្នកដែលបោះឆ្នោតឲ្យលោកកឹមសុខាឬក៏អាចច្រើនជាងនឹងផងព្រោះអ្នកនៅទល់ដែនជាពិសេសអ្នកដែលជាពលករចំណាក់ស្រុកអីទៅថៃ90%បោះឆ្នោតគ្រប់គ្រងគណៈបកប្រឆាំងមិនដែលគ្រប់គ្រងគណៈបករដ្ឋាភិបាលទេព្រោះគាត់ជឿចាប់នឹងការដែលគាត់មិនអាចរកទទួលទាននៅស្រុកបានសុកចិត្តទៅធ្វើកញ្ចាស់គេនៅថៃឲ្យគេមើងងាយគេជិះជាន់គេច្រាស់ឆ្អេះរាល់ថ្ងៃដោយសារតែរបៀបដឹកនាំរដ្ឋនៅខ្មែរហើយដឹកនាំដោយគណៈបកប្រជាជនកម្ពុជាអញ្ចឹងក្នុងន័យនេះគឺមានន័យអញ្ចឹងឥឡូវខ្ញុំតពីរឿងលោកកឹមសុខាបាត់សិទ្ធតែនិយាយពីសិទ្ធហើយនិយាយពីភាពថាអង្គការសហជីវជាតិគេនឹងអាចចាត់ការតាមសំណើរបស់លោកកឹមសុខាឬអីសារលោកកឹមសុខាគឺជាសារនយោបាយដើម្បីស្អំចិត្តគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលខ្មែរដែលបានអនុញ្ញាតឲ្យគាត់បានចេញពីផ្ទះមកនៅជាប់គុកនៅឥតចិញ្ចាំងនឹងឥឡូវដកហូតសិទ្ធគាត់នយោបាយមែនប៉ុន្តែឲ្យគាត់ធ្វើដំណើរទៅក្រៅប្រទេសប៉ុន្តែបើឲ្យមានលទ្ធផលអីគឺអត់មានទេព្រោះម៉ោងនេះលោកកឹមសុខាក៏អត់អាចថ្លែងសារនិយាយអំពីលើកទឹកចិត្តឲ្យរដ្ឋាភិបាលប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិរឿងយុត្តិធម៌អន្តរជាតិនោះដែរហើយលោកកឹមសុខាក៏មិនអាចលើកទឹកចិត្តរដ្ឋាភិបាលខ្មែរឲ្យយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអីមកប្រើវិញដែរព្រោះនេះគឺជាសារនិយាយបែបហ្នឹងគឺនយោបាយធ្វើឲ្យក្តៅក្រហាយគណៈបកកណ្ដាលអំណាចនិងរដ្ឋាភិបាលកម្ពុជាគាត់នឹងជាប់គុកវិញ24ម៉ោងដូច្នេះអត់មានទេបើគាត់និយាយពីរឿងថៃឈ្លានពាននិយាយពីរឿងបញ្ហាគណៈបកប្រឆាំងនិយាយពីរឿងលោកសំរងស៊ីក្រុមនេះក្រុមនោះអីឆ្លោះគ្នាអាហ្នឹងអាចនិយាយបានដើម្បីឲ្យបែកបាក់អាចនិយាយបានតែបើនិយាយដើម្បីប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជាខ្ញុំធានាគឺគាត់អាចនិយាយបានទេព្រោះអីគាត់អត់មានសិទ្ធិនយោបាយទេព្រោះមិញហ្នឹងសារនយោបាយនិយាយជាមួយថៃកោលទោសថៃបាន
ប៉ុន្តែសារនយោបាយឆ្កោតទោសរដ្ឋាភិបាលកម្ពុជាគឺជាប់គុកតែប៉ុណ្ណឹងអញស្តង់ដារស្រុកខ្មែរគឺយើងត្រូវចាំពលលោកកម្មសខាគេរៀបចំវេទិកាឲ្យគាត់ធ្វើទេគាត់ទៅហ្នឹងមិនមែនរដ្ឋាភិបាលគេរៀបចំវេទិការដ្ឋាភិបាលធ្វើឲ្យគាត់ឡើងទៅថ្លែងសារមិនមែនទេនិយាយហ្នឹងគឺវាហាក់បីដូចជាທາງរដ្ឋាភិបាលនៅពីក្រោយប៉ុន្តែវេទិកានេះមិនមែនជាវេទិការបស់រដ្ឋាភិបាលមែនជាវេទិការបស់លោកកម្មសខាមែនក៏ប៉ុន្តែរដ្ឋាភិបាលអាជ្ញាធរដែនដីគឺជាអ្នកចាត់ចែងដើម្បីឲ្យទៅជួបទាហានឲ្យដើម្បីឲ្យទៅជួបជនភាសាអីហ្នឹងគឺជារឿងចាត់ចែងរបស់រដ្ឋាភិបាលកម្ពុជាពីអាជ្ញាធរដែនដីទាំងអស់បើមិនធ្វើដូច្នេះលោកកម្មសខាអត់អាចចុះទៅទីនោះបានទេឥឡូវនិយាយអំពីរឿងលោកកម្មសខាដដែលពីដំណើរទស្សនកិច្ចរបស់គាត់មកក្រៅប្រទេសអត់ទាន់មកទេបងប្អូនអត់ទាន់មកទេដោយសារតែរដ្ឋាភិបាលដកបំរាម5ឆ្នាំមិនឲ្យគាត់កាលមុនហាមមិនឲ្យគាត់ចេញមកក្រៅប្រទេសបានឥឡូវឲ្យមកបានហើយភ្លាមមកគឺពលរដ្ឋខ្មែរក្រៅប្រទេសចាប់ផ្ដើមកញ្ញាញ់ខួរចាប់ផ្ដើមវល់ចាប់ផ្ដើមបែកខ្ទិះចាប់ផ្ដើមជជែកវាយបាយអូហូស្ទឹងចូលសងគណៈបកប្រជាជនកម្ពុជាទៀតព្រោះគេដោះលែងលោកកម្មសខាមិនដោះលែងគេប្រឡែងលោកកម្មសខាដើម្បីឲ្យមកស្រុកក្រៅបាននេះគឺដើម្បីឲ្យខ្មែរនៅក្រៅប្រទេសជាពិសេសក្រុមដែលគ្រប់គ្រងគណៈបកប្រឆាំងនៅកូតាគណៈបកលោកសំនៅខាងលោកសំរងស៊ីហ្នឹងចាប់ផ្ដើមមើលមុខគ្នាជាមួយនឹងសកម្មជនដែលគ្រប់គ្រងគណៈបកសិទ្ធិមនុស្សរបស់ពលលោកកម្មសខាហ្នឹងមើលមុខគ្នាមិនបានដោយសារអីគឺតែដាក់មកហ្នឹងគឺចាប់ផ្ដើមមានមន្ទិលទៀតដែរព្រោះអីតាំងពីលោកកម្មសខានៅក្នុងពន្ធនាគារមកហ្នឹងក្រុមពីរហ្នឹងចេះទឹកដាក់គ្នាតរហូតទេជាជនរងគ្រោះដូចគ្នាយើងឆ្លោះគ្នាអគុណធម៌គ្មានសិលធម៌ខ្វះសុជីវធម៌ហើយមិនដឹងថាគេធ្វើនយោបាយដើម្បីអីខ្ញុំឆ្ងល់ដែរពេលខ្លះលោកកម្មសខាក៏រងគ្រោះលោកសំរងស៊ីក៏រងគ្រោះតែក្រុមគាត់គឺឆ្លោះគ្នាបែកខ្ទិះតែម្ដងមនុស្សជាប់គុកអស់ហើយគេកាត់ទោសអស់ហើយនៅសល់កូនចៅនាំគ្នាឆ្លោះគ្នាហ្មងបើថាឆ្លោះគ្នាដើម្បីឲ្យមេបាននៅក្រៅគុកអត់អីទេឆ្លោះគ្នាដើម្បីហែកគ្នាហែកសរងចែកហែកឲ្យគេមើលឃើញគេខ្មាស់ឲ្យអស់ហ្មងទៅនេះគឺជាអំពើអគុណធម៌អសិលធម៌របស់ក្រុមគណៈបកប្រឆាំងទាំងពីរក្រុមខ្ញុំនិយាយនេះគឺខ្ញុំនិយាយក្នុងបំណងយកតែប៉ុណ្ណេះព្រោះអស់លោកត្រូវចាំណាគណៈបកប្រឆាំងយើងមានក្រមសីលធម៌និងសុជីវធម៌និងសេចក្តីថ្លៃថ្នូរនិងការទទួលខុសត្រូវដ៏ខ្ពស់បំផុតមួយសម្រាប់អាយុជីវិតជាតិរបស់កម្ពុជាដែលមានប្រជាពលរដ្ឋខ្មែរ18លាននាក់កំពុងតែរងចាំការផ្ដាល់ក្តីសង្ឃឹមឲ្យមានការផ្លាស់ប្ដូរដោយវិជ្ជមានឲ្យមានសិទ្ធិមនុស្សមានប្រជាធិបតេយ្យមានតុលាការឯករាជ្យមានអង្គការសង្គមស៊ីវិលឯករាជ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យប្រជាពលរដ្ឋមានសុខដុមរមនាផ្សះផ្សាគ្នាជាក្តីសង្ឃឹមពួកគេអស់សង្ឃឹមនឹងគណៈបកកណ្ដាលអំណាចគេដឹងថាគណៈបកកណ្ដាលអំណាចមកធ្វើទុកបុកម្នេញប្រជាពលរដ្ឋដើម្បីក្រាញអំណាចតែផ្ទុយទៅវិញនៅពេលដែលគេធ្វើទុកបុកម្នេញមេខ្លួនឯងចាប់លោកកម្មសខាដាក់គុកផ្ដន្ទាទោសលោកសំរងស៊ីលោកអេងឆៃអៀងលោកហូវ៉ាន់នុតរំដួលអ្នកស្រីមូសុខួរឡុងរីឬក៏លោកម៉ែនសថាវរិនលោកអេងឆៃអៀងខ្ញុំបាននិយាយពីខាងដើមសុទ្ធតែជាប់ទោសជាប់អីទាំងអស់សុទ្ធតែជាជនរងគ្រោះទាំងអស់ទាំងលោកកម្មសខាទាំងលោកសំរងស៊ីទាំងក្រុមតំណាងរាស្ត្រទាំងអស់ស្រាប់តែសកម្មជននៃពលទាំងពីរពលសិទ្ធិមនុស្សនិងពលគណៈបកសំរងស៊ីឆ្លោះគ្នាបែកខ្ទិះអ្នកសារព័ត៌មានទៅអ្នកសារព័ត៌មានទៅសកម្មជនទៅក្រុមស្ម័គ្រចិត្តទៅគឺមួយថ្ងៃហែកតែគ្នាព័ត៌មាននេះជេរនេះព័ត៌មាននោះជេរអ្នកនោះហើយគណៈបកប្រជាជនកម្ពុជាអង្គុយចាក់ថ្មិញអង្គុយសើចមើលថាមើលវាអាគេបំផ្លាញឯងឡើងខ្ទេចហើយរួយអត់ព្រមនាំគ្នាតស៊ូមតិដើម្បីរកយុត្តិធម៌ឲ្យគណៈបកប្រជាជនកម្ពុជាទទួលខុសត្រូវចំពោះអំពើប្រព្រឹត្តផ្ដេសផ្ដាសទៅជានាំគ្នាឆ្លោះគ្នាឯងឲ្យចំណេញគណៈបកប្រជាជនកម្ពុជាហត់គ្នាឯងឥឡូវនៅពេលដែលស្ងប់ខ្យល់បន្តិចព្រោះដឹងថាលោកកម្មសខាជាប់ពន្ធនាគារយូរហើយស្រាប់ដល់ពេលស្ងប់ខ្យល់បន្តិចគណៈបកប្រជាជនកម្ពុជាដឹងថាអូរៀងស្ងប់ប្រឡែងលោកកម្មសខាបន្តិចមើលកកោបដ ாய் ឥឡូវកកោហើយវល់ហ្មងម្នាក់ខ្សឹបខ្សៀវគ្នាមិនអើយមានអ្នកសារព័ត៌មានយើងមួយនោះឥឡូវគេជេរពេញទឹកពេញដីទៀតហើយមិត្តភក្តិដ៏ជិតស្និទ្ធរបស់ខ្ញុំគឺលោកតាំងសារដាបើតនេខ្ញុំផ្ដាំទៅលោកតាំងសារដាបើតនេគេហៅថានៅស្ងៀមជាជាងសដីតាពីជ័យខ្ចីជាជាងតនេមាត់ក៏ល្អដែរខ្ញុំនិយាយនេះក្នុងនាមជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់លោកតាំងសារដាទេខ្ញុំគ្មានបញ្ហាបុគ្គលអីជាមួយលោកតាំងសារដាទេក៏ប៉ុន្តែគាត់សរសេរសារមួយនៅលើ Facebook គាត់ម្សិលមួយថ្ងៃគាត់ថាគាត់តែលឺលោកកម្មសខាចេញមកក្រៅប្រទេសក្រុមគាំទ្រគណៈបកខាងលោកសំរងស៊ីដូចអន្ទង់ប្រឡាំអំបិលបកាច់បកិនចំណេញអីខ្ញុំស្ងល់លោកសារដានឹងចំណេញអីគេចោទលោកសារដាច្រើនយ៉ាងតាំងពីគាំទ្រដំណើរទស្សនកិច្ចរបស់លោកសយសុភាពមកស្រុកអាមេរិកឆ្លោះគ្នាបែកខ្ទិះដោយទាំងលោកស្អីសេរីសុខុមលោកតាលោកគ្រូណែងរ៉េហោះណានោះមកជេរបចោម្ដាយខ្ញុំខុសរឿងអត់មានដឹងរឿងអីសោះមកជេរខ្ញុំដែររឿងគាត់ជាមួយលោកតាំងសារដានិងលោកថាច់សីហាប្រធានសមាគមខ្មែរនៅ North Carolina ដែលរឿងឲ្យលោកសយសុភាពឯណាមកស្នាក់នៅទទួលទានអាហារនៅផ្ទះគេនៅឯណានោះមករករឿងមួយណារ៉េតជេរម្ដាយកាយឪពុករហូតតតែខ្ញុំទេទៅគាត់មកសុំទោសម្ដាយខ្ញុំសុំទោសអីលុបវីដេអូឯណាចោលណាខ្ញុំបាននិយាយស្អីផងខ្ញុំចិត្តតែឆ្ងល់ហ្នឹងរឿងដោយសារក្រុមអារឿង
លោកសយសុភាពហ្នឹងចាប់លោកសាដាដែលគាត់និយាយសារអីរូបថតអីជាមួយលោកសយសុភាពហ្នឹងគឺរករឿងគាត់ថាចូលគណៈបកប្រជាជនក្រោយមកសារគាត់និយាយពីមួយលោកម៉ែនកំសែងហ្នឹងផ្អើលមួយសារទៀតទៅគេថាគាត់ហ្នឹងចូលទៅគណៈបកប្រជាជនកម្ពុជាខ្ញុំហ្នឹងមិនដឹងជាយ៉ាងម៉េចទេកម្មពីខ្ញុំដោយសារខ្ញុំស្គាល់លោកតាំងសារដាច្បាស់ថាគាត់ជាមនុស្សដែលមិនក្បត់មនសិការមិនក្បត់ឧត្តមគតិទេគាត់ឈរនៅជាអ្នកស្រឡាញ់ប្រជាធិបតេយ្យអីក៏ប៉ុន្តែខ្ញុំកើបកំអួតលោកសារដារាល់តដងដោយសារតែសាររបស់គាត់រឿងលោកសយសុភាពហ្នឹងម្ដងទៅសាររបស់គាត់រឿងលោកម៉ែនកំសែងហ្នឹងម្ដងទៅឥឡូវមកចេញជាមួយនឹងរោគកម្មសខាចេញមកក្រៅប្រទេសអារឿងអន្ទង់បកាច់ដូចអន្ទង់ប្រឡាក់អំបិលនេះមកមួយទៀតហើយធ្វើឲ្យប្រជាពលរដ្ឋហ្នឹងគេនាំគ្នាជេរបតិចផ្ដាសាគាត់ខ្ញុំថាអ្នកណាជេរអីជេរទៅលោកសារដាអើយកុំធ្វើត្រូវឲ្យដូចគេជេរហើយបើសិនជាសម្រាប់ខ្លះទៅក៏ល្អដែរសម្រាប់ខ្លះទៅលោកសារដាហ្នឹងបាត់មុខពីសារព័ត៌មានហ្នឹងយូរហើយប្រហែលហើយបងប្អូនកន្លះឆ្នាំមួយឆ្នាំហើយដូចជាអត់អីដែរទេគាត់ក៏មានសេចក្តីសុខប្រជាពលរដ្ឋក៏មានសេចក្តីសុខដែរអញ្ចឹងសម្រាប់បន្តិចសិនទៅក៏បានដែរហើយចាំបន្តិចទៀតចេញមកផ្សាយព័ត៌មានឲ្យភ្ជុះមាទៀតក៏បានដែរប៉ុន្តែនៅក្នុងពេលនេះនៅពេលដែលយើងចេញសាររបៀបថាអូលោកកម្មសុខាចេញមកក្រៅអីអញ្ចឹងគឺនឹងធ្វើឲ្យណែក្រុមប្រឆាំងក្រៅប្រទេសជាពិសេសក្រុមលោកសំរងស៊ីហ្នឹងគឺប្រកាច់ប្រកិនដូចតុងប្រឡាំបិលគឺបានន័យថាម៉េចគឺបានន័យថាយើងធ្វើឲ្យក្រុមនេះគេឆ្លោះគ្នាសំណួរសួរទៅវិញចាប់បើលោកតាំងសាដានិយាយអញ្ចឹងតើក្រុមលោកសំរងស៊ីហ្នឹងពិតជាប្រកាច់ប្រកិនដូចតុងប្រឡាំបិលអញ្ចឹងឬក៏យ៉ាងម៉េចបងប្អូនរឿងលោកកម្មសុខានិងលោកសំរងស៊ីនេះនៅក្រៅប្រទេសនេះវាអត់មែនជារឿងអីប្លែកចម្លែកដែលនរណាមិនដឹងទេព្រោះក្រុមលោកកម្មសុខានិងក្រុមលោកសំរងស៊ីណាគាត់ប្រសាជេរគ្នាមក9ឆ្នាំហើយហ្នឹងមានតែជេរអីតែឥឡូវនេះចំពុងតែឆ្ងល់យើងទៅមើលលោកមុតចន្ទថាយើងទៅមើលលោកសួនរីដាយើងទៅមើលលោកហ៊ីងសុកសានយើងទៅមើលក្រុមលោកសំរងស៊ីនឹងនេះហ្នឹងគឺចាស់ទឹកដាក់គ្នាអញ្ចឹងហើយលោកតាំងសារដាដែលជាអ្នកសារព័ត៌មានគួរតែនៅកណ្ដាលគឺភាកច្រើនគឺគាត់ការពារលោកកម្មសុខាមកអាយុហើយលោកតាំងសារដានេះការពារលោកកម្មសុខារហូតតតែអត់ត្រូវគ្នាជាមួយលោកក្រុមលោកសំរងស៊ីទេព្រោះអីមើលទៅចំហរបស់គាត់ហ្នឹងការពារពេលលោកតាំងសារដាការពារលោកកម្មសុខាខ្លាំងរហូតតចុងក្រោយបោះគូតខោទៀតនៅពេលដែលមានបញ្ហាអីរឿងចរចាដើម្បីឲ្យលោកកម្មសុខាបានរួចពីការគុំខ្លួនក្នុងផ្ទះហ្នឹងគាត់ចេញសារអីនិយាយពីរឿងលោកសយសុភាពពីលោកមីសវណ្ណារាក្រុមលោកកម្មសុខាហ្នឹងឯងដែលជេរបតិចផ្ដាសារបស់លោកតាំងសារដាហ្នឹងបែកខ្ទិះខ្ញុំហ្នឹងទៅកោបកំអួតហ្នឹងមកមួយសារទៀតដោយសារតែគាត់ស្រឡាញ់ស្មោះស្ម័គ្រក្រុមលោកកម្មសុខាណាស់ដល់ចុងក្រោយក្រុមលោកកម្មសុខាហ្នឹងគឺ bless គាត់ចោលទៀតដោយសារតែគាត់និយាយប៉ះពាល់រឿងកម្មមនោវិជ្ជារឿងលោកកម្មសុខារឿងមីសវណ្ណារាលោកមីសវណ្ណាលោកស្អីសយសុភាពដែលនាំគ្នាចរចាផ្ទៃក្នុងដើម្បីឲ្យលោកកម្មសុខារួចនិយាយជាមួយលោកហ៊ុនសែននិយាយអីដល់អញ្ចឹងទៅក្រុមលោកកម្មសុខាហ្នឹងមួម៉ៅក្រៅកាហាយយើងឃើញហ៎លោករឿងរ៉ាវតែអញ្ចឹងបានប្រយោជន៍ស្អីខ្ញុំកំពុងតែឆ្ងល់បានប្រយោជន៍អីអញ្ចឹងនេះគឺជាសារណាបងប្អូននេះជាសារសម្រាប់បងប្អូនទាំងអស់គ្នាហើយមានអ្នកខ្លះហ្នឹងធ្វើការស្ទង់មតិស្អីឯណាពីគំនិតប្រជាពលរដ្ឋរឿងលោកកម្មសុខាមកក្រៅប្រទេសហ្នឹងវាបានប្រយោជន៍មិនបានប្រយោជន៍បានប្រយោជន៍អីអស់លោកចំពងតែឆ្ងល់ហេតុអីបានជាអស់លោកនាំគ្នាកាយផេះឲ្យហុយហើយបំពុលឲ្យផ្អើលទាំងអស់គ្នាអត់ប្រយោជន៍លោកកម្មសុខាចង់មកស្រុកក្រៅគាត់ចង់ធ្វើអីគឺជាសិទ្ធិឯកជនរបស់គាត់ធ្វើទៅព្រោះលោកបានសិទ្ធិសេរីភាពធ្វើដំណើរឲ្យលោកចង់ទៅជួបអ្នកណាលោកចង់មិនជួបអ្នកណាសាច់ទៅចិត្តលោកឯងក៏ប៉ុន្តែបងប្អូនត្រូវចាំណាការដែលឲ្យលោកកម្មសុខាមានសិទ្ធិមកក្រៅប្រទេសនេះណាមិនមែនឲ្យសិទ្ធិលោកកម្មសុខាដើម្បីមកចរចាជាមួយរដ្ឋាភិបាលអាមេរិកចរចាជាមួយសហព័ន្ធអឺរ៉ុបសហភាពអឺរ៉ុបឬក៏អង្គការសហប្រជាជាតិដើម្បីឲ្យថៃដកទ័ពចេញពីប្រទេសកម្ពុជាទេអត់ទេហេតុអីបានខ្ញុំនិយាយចឹងគឺជាការធ្វើឲ្យលោកកម្មសុខាចេញមកនឹងដើម្បីឲ្យគណៈបកប្រឆាំងនៅក្រៅប្រទេសនិងក្រុមអេតាគណៈបកលោកកម្មសុខានិងគណៈបកលោកសំរងស៊ីនឹងឆ្លោះគ្នាឲ្យវល់លែងគិតរឿងព្រំដែនបានហើយតែប៉ុណ្្នឹងវល់នេះលើវល់បាត់ហើយចុះ76កន្លែងដីយើងនៅណាចុះតឡាការព្រំតនអន្តរជាតិចុះតឡាការយុទ្ធធរអន្តរជាតិចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចុះថៃឈ្លានពាន scam online ចុះសេដ្ឋកិច្ចធ្លាក់ចុះពលករចំណាក់ស្រុកអត់ការងារធ្វើចុះអង្គើពុករលួយចុះភ្ញៀវទេសចរធ្លាក់ចុះនៅឯណាឥឡូវហ្នឹងយើងនៅឯណាយើងនាំគ្នាមកវល់រឿងចែករឿងលោកកម្មសខាបាត់ហើយហ្នឹងឃើញទេនៅពេលដែលលោកសារដាបលែងអាផ្កាននោមួយទៀតពីរឿងថាក្រុមប្រឆាំងដូចតុងប្រឡាំបិលទៀតឥឡូវវល់បាត់ហើយមានអ្នកណានោះគេចង់ធ្វើការស្ទង់មតិអីណាលោកកម្មសខាមកមានប្រយោជន៍ស្អីបានប្រយោជន៍អីខ្ញុំពងតែឆ្ងល់លោកកម្មសុខាមកបានប្រយោជន៍អីនៅក្រៅប្រទេសនេះក្រៅតែពីមកនឹងធ្វើឲ្យសកម្មជនហ្នឹងគឺបែកខ្ញែកគ្នាកាន់តែខ្លាំងចូលសងគណៈបកប្រជាជនទៀតព្រោះតែយកមកហ្នឹងគឺដើម្បីគោះឲ្យអ្នកទាំងអស់នេះអង្គើអញ្ចឹងទៅព្រោះគណៈបកពីរនេះអត់លោកកម្មសុខានិងលោកសំនិយាយទៅសកម្មជនខ្ញុំមិនជឿថាបុគ្គលគាត់លោកសំរងស៊ីនិងលោកកម្មសុខាឆ្លោះគ្នាទេខ្ញុំមិនជឿបុគ្គលគាត់ជាអ្នកដឹកនាំគាត់មានភាពល្ងងរហូតតតែបង្ហាញសាធារណជនថាពីរអ្នកគាត់ឆ្លោះគ្នានេះខ្ញុំមិនជឿទេព្រោះខ្ញុំអត់ដែលឃើញសាររបស់គាត់ពីរអ្នកនឹងឆ្លោះគ្នាមែនអត់ដែលឃើញលោកកម្មសុខានិយាយប៉ះពាល់លោកសំរងស៊ីឲ្យផ្ទាល់ថាឈ្មោះលោកសំរងស៊ីអត់ដែលទេ
ហើយលោកសំរងស៊ីវិញធ្លាប់តែនិយាយពីរឿងថាជួយឲ្យដោះលែងលោកកឹមសុខាបើលោកកឹមសុខាមកស្រុកក្រៅនឹងចាប់ដៃឲ្យទាមទារឲ្យដោះលែងលោកកឹមសុខាទាមទារឲ្យស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យយកសង្គ្រោះជាតិមកវិញដើម្បីពួកគាត់ទៅគ្រប់គ្រងប្រទេសជុំគ្នាអីហ្នឹងលឺតែបើនិយាយវាយប្រហារលោកកឹមសុខាអត់ដែលលឺលោកសំរងស៊ីនិយាយហើយក៏ខ្ញុំអត់ដែលលឺលោកកឹមសុខានិយាយប៉ះពាល់វាយប្រហារលោកសំរងស៊ីតាមម្ដងក៏អត់ដែរអញ្ចឹងកម្រិតថ្នាក់ដឹកនាំទាំងពីរហ្នឹងអត់ឆ្លោះគ្នាទេជានយោបាយប៉ុន្តែអាមិនអាថោងគាត់ហ្នឹងគឺបែកខ្ទិះតែហ្មងមេអត់អីទេយ៉ាប់អាគេហៅថាឆ្នាំងអត់យើងថាគូតឆ្នាំងអត់ក្តៅទេវាមកក្តៅគម្របនេះវាអត់ក្តៅឆ្នាំងច្បាស់ក្តៅគម្របហ៎បងប្អូនព្រោះថ្ងៃហ្នឹងចឹងហើយចឹងគណៈបព្វជិជនកម្ពុជាគេដឹងថាបើប្រឡែងលោកកឹមសុខាមកក្រៅប្រទេសគឺទៅហើយព្យុះភ្លៀងហើយគ្មានធ្វើអីកើតទេនៅអង្គុយជជែកគ្នាវ៉ែផ្លិចគិតពីរឿងអ្វីដែលជាបញ្ហាអសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជាព្រោះអីកម្លាំងដែលមានហ្នឹងឡើងមកហែកគ្នានេះអស់ហើយចឹងទៅអាសតិសម្បញ្ញៈហ្នឹងគឺអត់បានទៅគិតអារឿងនោះទេព្រោះអានេះជា classic tactic របស់អ្នកនយោបាយស្មោកគ្រោកហ៎បងប្អូន tactic classic ហ្នឹងគឺគេនិយាយចេះដោយថៃចឹងគឺប្រើអានយោបាយស្មោកគ្រោកមួយគឺថាបើនយោបាយនៅថៃប្របាក់ដោះស្រាយគឺគាត់មកដុតព្រៃនៅព្រះវិហារហ្នឹងឲ្យមានបញ្ហាបាតកម្មព្រះវិហារខ្ទុះខ្ដួងចប់ស្បើយបញ្ហានៅថៃបាត់កម្ពុជាចឹងដែរឲ្យតែមានបញ្ហានៅនេះមកដុតព្រៃនៅរឿងគណៈបកប្រឆាំងប្រឡែងលោកកឹមសុខាបន្តិចមកឲ្យវល់ចេះទៅឥឡូវលើកមុខលោកកឹមសុខានឹងផ្សាយចេះចោះជួបតបជួបជនភាសឹកមើលទៅគឺថាអូគេចាប់ផ្ដើមលើកលោកកឹមសុខាម្នាក់អ្នកដែលគ្រប់គ្រងគណៈបកប្រឆាំងជាពិសេសក្រុមពលរបស់លោកសំរងស៊ីច្បាស់ជាគិតថាអញលោកកឹមសុខាចូលទៅខាងគណៈបកប្រជាជនបាត់ហើយដឹងហើយបានជាគេរៀបចំឲ្យចោះអីចឹងទៅជួបមើលស្និទ្ធស្នាលអីចឹងណាចាប់ផ្ដើមមើលមន្ទិលហ្នឹងទៀតហើយដល់ពេលក្រុមគេប្រឡែងមកក្រៅទៀតឲ្យគាត់អាចដើរមកខាងក្រៅទៀតបែកខ្ទិះហើយឥឡូវលោកសារដាថែមមកទៀតបែកខ្ទិះបងប្អូនជាសាររបស់ខ្ញុំណាហើយសំណូមពរបងប្អូនកុំចាញ់បោកអ្នកនយោបាយឲ្យសោះហើយបើបងប្អូននៅតែរវល់នឹងរឿងលោកកឹមសុខាធ្វើដំណើរមកក្រៅប្រទេសនេះទេគឺបងប្អូនច្បាស់ជានឹងមិនមានទឹកតំបន់អីធ្វើនយោបាយគ្មានចាក់ស្ខុវិស័យអីច្បាស់លាស់ហើយគឺយើងនឹងតាក់នុយផ្កាននងជាប់ផ្លែប្របក់ដែលអត់មាននុយហ្នឹងគឺជាប់កកដោយខ្មែរជាប់កកថៃរឿងអ៊ុនក្លូសអញ្ចឹងកុំចូលក្នុងសងនយោបាយប្រេះផ្ដាស់ហ្នឹងឲ្យសោះលោកកឹមសុខាមកក្រៅប្រទេសនេះគឺគ្មានប្រយោជន៍អីសូម្បីតែបន្តិចតាក់ទងនឹងរឿងនយោបាយគឺអត់សោះគឺឲ្យបែកគ្នាបំបែកគណៈបកប្រឆាំងអាចមានហេតុអីបានខ្ញុំនិយាយក៏ប៉ុន្តែយើងអាណិតលោកកឹមសុខាផងឲ្យគាត់ចេញមកដើម្បីអាចរៀនអង្គាសថវិកាដើម្បីជួយជីវភាពគាត់9ឆ្នាំអត់មានការងារធ្វើតែគាត់បានលុយឯណាដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារអញ្ចឹងមកជួបបងប្អូនប្រជាពលរដ្ឋអ្នកដែលគ្រប់គ្រងនៅក្រៅប្រទេសទៅក៏អាចបានថវិកាបច្ច័យអីដើម្បីទ្រទ្រង់ជីវភាពគាត់ឬក៏ជាសារនយោបាយអីសម្រាប់គាត់ឲ្យចិញ្ចឹមក្តីសង្ឃឹមអីខ្លះប៉ុន្តែកុំយកឱកាសហ្នឹងធ្វើឲ្យបែកបាក់គ្នាបែរទៅជាខាតប្រយោជន៍អាហ្នឹងទី1ហើយគាត់មកហ្នឹងក្នុងនាមជាឯកជនទេលោកកឹមសុខាមកតែខ្លួនទេអត់មានពលឹងនៅក្នុងហ្នឹងទេព្រោះអីលោកអត់មានសិទ្ធិនយោបាយអត់មានសិទ្ធិអីទាំងអស់គាត់ជាអនុរាស្ត្រទេណាបងប្អូនលោកកឹមសុខាចេញទៅប្រទេសណាក៏ដោយគឺជាអនុរាស្ត្រមិនមែនជារាស្ត្រពេញសិទ្ធិទៅទៀតតើយើងទៅពិភាក្សាជាមួយនឹងអនុរាស្ត្រយ៉ាងម៉េចយើងទៅជជែកអ្នកណាម្នាក់អំពីអ្វីដែលគាត់និយាយបានទេបើគាត់អត់មានសិទ្ធិធ្វើនយោបាយគាត់អត់មានសិទ្ធិអីទាំងអស់ហ្នឹងគេដកហូតសិទ្ធិហ្នឹងអស់ទៅហើយតើយើងជជែកបែកខ្ទិះហ្នឹងបានប្រយោជន៍អីឲ្យតែឆ្លោះគ្នាឲ្យតែខាតពេលវេលាអញ្ចឹងខ្ញុំស្នើឲ្យមន្ត្រីគណៈបកប្រឆាំងទាំងអស់អ្នកដែលស្រឡាញ់គណៈបកសង្គ្រោះជាតិស្រឡាញ់ប្រជាធិបតេយ្យឬក៏ស្រឡាញ់ការផ្លាស់ប្ដូរនៅប្រទេសកម្ពុជាដោយវិជ្ជមានបំភ្លេចករណីលោកកឹមសុខាចេញមកក្រៅប្រទេសនេះចោលហើយបើគាត់មកក្រុមលោកសំរងស៊ីក្រុមលោកសំកឹមសុខាក្រុមអីក៏ដោយបំភ្លេចវាចោលគឺអត់មានក្រុមទេគឺគណៈបកសង្គ្រោះជាតិគិតតែអញ្ចឹងទៅហើយជួយអបអរសាទរគ្រប់ត្របរិច្ចាគថវិកាចូលបច្ច័យអីគាត់ដើម្បីឲ្យគាត់បានទុនដើម្បីជីវភាពរបស់គាត់ក៏ល្អដែរធ្វើទៅហើយកុំទឹះទាល់កុំអីណាទាល់តែគេអញ្ជើញបានចូលរួមអត់ទេបើគាត់មកផ្ញើលុយផ្ញើអីចូលជាអីឧបត្ថម្ភគាត់ទៅពីគណៈបកសាខាលោកសំរងស៊ីអីណាហ្នឹងដើម្បីជាសមានចិត្តគាត់យកមិនយកអាហ្នឹងរឿងគាត់ហើយរឿងជួបមិនជួបកុំខ្វល់ព្រោះអីកុំឲ្យរឿងដែលអត់បានមានប្រយោជន៍អីហ្នឹងមកជជែកបែកខ្ទិះអត់ប្រយោជន៍ទេខ្ញុំឲ្យបងប្អូនជជែកតែក្នុងករណីមួយគត់លោកកឹមសុខាត្រូវបានគេប្រគល់សិទ្ធិនយោបាយឲ្យគាត់អាចបោះឆ្នោតបានឲ្យឈរឈ្មោះបោះឆ្នោតបានអាចនិយាយអីបានអានឹងចាំយើងជជែកម៉ោងណាលោកកឹមសុខាគឺជាអនុរាស្ត្រអ្នកណានិយាយអីក៏ដោយអ្នកណាធ្វើអីក៏ដោយពាក់ព័ន្ធនឹងការជជែករឿងលោកកឹមសុខាមកស្រុកក្រៅអត់ប្រយោជន៍នេះគឺអ្នកកំពុងតែធ្វើឲ្យចូលសងនៃនយោបាយរបស់គណៈបកកណ្ដាលអំណាចដែលចង់ឲ្យលោកកឹមសុខាមកក្រៅដើម្បីឲ្យគណៈបកនេះបែកខ្ញែកខ្ទេចខ្ទីមួយសាទៀតឲ្យអស់ហ្មងនេះគឺជាទឹកចុងក្រោយហើយបើបងប្អូនលុះក្រោមឥទ្ធិពលហ្នឹងគឺបងប្អូននឹងចូលវិភាគនឹងចូលជជែកនឹងចូលវែកញែកបែកខ្ទិះបងប្អូនអត់ត្រូវការជជែកអីទាំងអស់ពីរឿងលោកកឹមសុខាមកក្រៅប្រទេសនេះម្ដងទៀតបើលោកកឹមសុខាអត់ទាន់មានសិទ្ធិនយោបាយទេណាអត់មានសិទ្ធិនយោបាយពេញលេញទេគឺលោកកឹមសុខានៅតែជាអនុរាស្ត្រនៅតែគ្មានសិទ្ធិសម្រេចអីទាំងអស់ដូច្នេះយើងជជែកពីរឿងគាត់គឺរឿងជជែកអត់បានការគឺយើងកំពុងតែជជែកពងមន់ណាយើងជជែកពីមន់នៅពេលដែលពងអត់ទាន់ញាស់នេះចាក់ស្មុកហើយនេះគេកំណត់ចៅចាក់ស្មុកកំណត់ចៅចាក់ស្មុកហ្នឹងគឺយើងដឹងហើយចាក់ចោះចាក់ឡើងធាក់ចោះធាក់ឡើងធ្លាក់ពីលើចុងថ្នោតបាត់អត់មានបានប្រយោជន៍អីទេគឺយើងឲ្យតែកើតតែស្មុកហ្នឹងឯងអញ្ចឹងខ្ញុំសំណូមពរម្ដងទៀតបងប្អូនហើយខ្ញុំអត់មានរវល់ពលទុកអីហ្នឹងមកជជែកជារឿងបងប្អូនអីហ្នឹងមកសួរខ្ញុំបងប្អូនផ្ញើសារមកអូយប្រសាទណាស់គាត់ផ្ញើសារមកពីនិយាយពីរឿងយ៉ាងម៉េចដែរលោកតាំងសាដានិយាយពីរឿងតុងប្រឡាក់អំបិលអីណានោះខ្ញុំថាណាស់ហើយ
ព្រោះលោកសាដាគាត់ជាអ្នកសារព័ត៌មានហើយខ្ញុំក៏ផ្ដាំទៅលោកសាដាដែរខ្ញុំគ្មានពេលទេទៅលោកផ្ទាល់ទេតែខ្ញុំផ្ដាំតាមសារផ្សាយតាមបណ្ដាញសង្គម Facebook នេះតែម្ដងកន្លែងខ្លះណានៅស្ងៀមជាជាងសដីតាពាជ័យខ្ចីជាជាងតនេមាត់ព្រោះសារបែបនេះអីវាអត់មានចំណេញអីក្រៅពីគេជេរទេហើយតែគេជេរទៅថាគេលាបពណ៌ហើយដល់ពេលអញ្ចឹងអាគ្រឿងលាបពណ៌លាបអីទៅថាគេបើគេលាបពណ៌លោកសារដានឹងបានគេលាបយូរហើយព្រោះលោកគេចោតមក10 20ឆ្នាំហើយបើតាមខ្ញុំដឹងបើគេលាបមែនគឺពណ៌របស់លោកនឹងវាទៅជាពណ៌ស្អីមើលឡើងយល់ហើយប៉ុន្តែលោកតាំងសារដានៅតែពណ៌លោកតាំងសារដាដូច្នេះមាសសុទ្ធកុំខ្លាចភ្លើងហើយមិនចាំបាច់ទៅវែងឆ្ងាយអីនៅក្នុងអាសាដែលអត់បានប្រយោជន៍ដោយរឿងទងប្រឡាក់បាល់អីហ្នឹងទេព្រោះអីវាបង្កើតឲ្យក្រុមហ្នឹងរូបភាពហ្នឹងគឺក្រុមខាងគណៈបព្វប្រឆាំងខាងលោកសំរងស៊ីជាពិសេសគាត់នឹងមើលមកថាយើងធ្វើដើម្បីចំណេញខាងក្រុមលោកកម្មសខាឬក៏អីធ្វើឲ្យក្រុមពីរហ្នឹងចាប់ផ្ដើមយកពោលហើយចាប់ផ្ដើមឆ្លោះគ្នាទៀតវាអត់ចំណេញទេអញ្ចឹងខ្ញុំនេះនិយាយយកតែប៉ុនទេខ្ញុំគ្មានបញ្ហាអីជាមួយលោកតាំងសារ៉ាអីទាំងអស់ដូចខ្ញុំជម្រាបជូនបងប្អូនអញ្ចឹងថាលោកតាំងសារ៉ានៅតែជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ខ្ញុំគ្មានថ្ងៃប្រែប្រួលទេបាទមិនចំពោះតែគាត់ជាមនុស្សបែបណាតែខ្ញុំស្គាល់ចរិតរបស់គាត់គ្រាន់តែថាសារនេះខ្ញុំចង់និយាយថាជម្រាបជាសាធារណៈអញ្ចឹងតែម្ដងទៅដើម្បីឲ្យដឹងដល់លោកសារ៉ាផងឲ្យដឹងដល់សកម្មជនគណៈបព្វប្រឆាំងនៅក្រៅប្រទេសផងជូតទឹកភ្នែកបន្តដំណើរទៅមុខទៀតហើយកុំរវល់រើសដុំថ្មចោលឆ្កែឲ្យសោះព្រោះក្បួនប្រទេសនេះណាគឺកំពុងតែស្វាហាប់ទៅមុខប្រទេសកម្ពុជាគឺជាឱកាសមាសសម្រាប់អ្នកតស៊ូមតិព្រោះកម្ពុជានៅពេលនេះគឺជាកម្ពុជាខុសពីពេលមុនកម្ពុជាក្រោមការដឹកនាំសម័យបច្ចុប្បន្នរបស់លោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែននេះមិនមែនជាកម្ពុជាកាលពីសម័យដែលគាត់រំលាយគណៈបកសង្គ្រោះជាតិភ្លាមហើយ EBA គេដក 20% ចង់ឲ្យគេដក 100% ទេអត់ទេកម្ពុជានៅពេលនេះគឺលងទឹកអាភ័ព្វខ្ញុំអាណិតកម្ពុជាខ្លោចចិត្តប៉ុន្តែយើងដឹងហើយអ្នកសារព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាទេគឺយើងប្រព្រឹត្តអំពើបាបវាច្រើនពេកដូច្នេះវាអាចជាអំពើបាបវាកម្មជន់គ្នានៅពេលដែលយើងកំពុងតែយ៉ាប់ថៃវាយយកដីយើងអស់76កន្លែង scam online គឺធ្វើឲ្យខ្មែរយើងបាក់មុខពេញផ្ទៃប្រទេសគេចាប់គេបង្កក់ប្រាក់គេអី FBI ចូលដល់ស្រុកខ្មែរគេថ្កោលទោសអង្គញាយើងពេញផ្ទៃប្រទេសអាហ្នឹងរឿងចឹងកម្មជន់កម្មភ្ញៀវទេសចរធ្លាក់ចុះ 50% សេដ្ឋកិច្ចធ្លាក់ចុះពី 7.5% ពី 2018 មក 3% IMF វិភាគទៅឃើញនៅក្នុងឆ្នាំ 2026 នេះហើយនឹងមានបញ្ហារហូតបញ្ហាបំណុលយើងជពាក់គេវ៉ាន់កនៅឡើង $13,000 លានអត់សងគេរួចទេឥឡូវរឿងថវិកាជាតិរបស់យើងសម្រាប់ឆ្នាំ 2026 2027 2028ក៏អត់មានលុយឡើងកើតដែរមានតែកាត់ថយសូម្បីតែទាត់តែត្រូវការលុយក៏យើងអត់មានលុយជួយបានដែរនៅពេលដែលយើងត្រូវការសភាវុធដោះស្រាយតែជីវភាពកម្មករពលករកសិករអត់បានបញ្ហាសាំងឡើងថ្លៃប្រេងឡើងថ្លៃឥឡូវបថោទល់បថោហើយពេលហ្នឹងគឺសហរដ្ឋអាមេរិកកំពុងសកត់កទៀតគឺតាក់ទងនឹងការតឡើងពន្ធបន្ថែមទៀតទៅដាក់ពន្ធថែម 10% ទៀតដោយសាររឿងពលកម្មដោយបង្ខំហើយតាក់ទងនឹងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយ GSP ក៏អត់ទាន់បានដែរហើយប្រទេសកម្ពុជាហ្នឹងថាចិត្តផុតពីប្រទេសដែលក្រីក្របំផុតហ្នឹងឡើងមកហ្នឹងគឺគេអត់ឲ្យ EBA គេអត់ឲ្យ GSP ហ្នឹងគឺថាវានិយាយទៅគឺថាមកកញ្ចក់ហ្នឹងគឺយើងវល់គ្រប់រឿងអញ្ចឹងរដ្ឋាភិបាលមកនេះអត់មានទៅហ៊ាននិយាយតតាំងអីជាមួយនឹងអាមេរិកអីគឺថាអង្វរគឺថាព្រមតាមគ្រប់រឿងពេលដែលគេប្រាប់ថាកុំឲ្យនាំទំនិញពីចិនមកដែលពាក់កណ្ដាលសម្រាប់ឬជិតសម្រាប់យកមកបិទស្លាប់បោះត្រាដើម្បីលក់រួចពុនទៅអាមេរិកចំណេញចិនឥឡូវយើងធ្វើច្បាប់ទប់អាហ្នឹងហើយដល់ពេលអាមេរិកប្រាប់ថាឲ្យទប់អារឿងពលកម្មដោយបង្ខំយើងទប់ពលកម្មដោយបង្ខំអាមេរិកឲ្យធ្វើអីយើងនឹងធ្វើតាមរហូតរដ្ឋាភិបាលអត់ដែលធ្វើតាមពីមុនមកទេគឺគិតថាប្រជាធិបតេយ្យស្រុកខ្មែររដ្ឋអធិបតេយ្យអត់មានណាបង្គាប់បញ្ជាខ្មែរបានទេអ្នកឯងជារដ្ឋអធិបតេយ្យខ្មែរមានសិទ្ធិស្វ័យសម្រេចពីមុននិយាយចឹងតែឥឡូវអត់មាននិយាយចឹងទេនេះជាឱកាសមាសសម្រាប់បងប្អូនដែលតស៊ូដើម្បីប្រជាធិបតេយ្យនីតិវិធីអហិង្សាគោលដៅច្បាស់លាស់ហើយកុំមករវល់រឿងកាយដុំថ្មចោលឆ្កែហើយឆ្លោះគ្នាឯងហើយទៅយករឿងលោកកម្មសខាមកជជែកវាយអត់ប្រយោជន៍អ្នកណាជជែកទៅកុំទៅចូលរួមជជែកក្អោសចោលបំភ្លេចចោលហើយទៅមើលរឿងអីផ្សេងទៀតតែប៉ុណ្្នឹងបានហើយតែបើគាត់មកលោកកម្មសខាមកនាំគ្នាជួយឧបត្ថម្ភថវិកាឬក៏ជួយស្វាគមន៍គាត់តាមការគួរទៅបើគាត់ស្វាគមន៍បើអត់ទេដូចខ្ញុំនិយាយចឹងជូនស្រោមសបុតគាត់ផ្ញើលុយផ្ញើអីជាសមានចិត្តទៅព្រោះគាត់ពិបាកណាស់នៅស្រុកខ្មែរអត់មានការងារអត់មានអីចឹងតើបានប្រាក់ឯណាឧបត្ថម្ភជីវភាពជួយទៅអត់សយុទ្ធទេបងប្អូនព្រោះគាត់ជាអ្នកប្រជាធិបតេយ្យមួយតស៊ូយូរហើយសប្តាហ៍ថ្ងៃនេះគាត់ធ្វើអ្វីៗទៅតាមខ្សែញាក់របស់គណៈបកកណ្ដាលអំណាចដោយសារតែគាត់នៅក្រោមគំនាបរបស់គេចឹងបើគាត់អត់មានសិទ្ធិធ្វើនយោបាយគ្រប់គ្រាន់វិញទេគឺគាត់នៅតែជាអនុរាស្ត្រចឹងគាត់នៅតែមានបញ្ហាសម្ពាធដដែលចឹងគាត់ទៅធ្វើទុកបុកម្នេញគាត់ហើយទៅរករឿងឲ្យឆ្លោះគ្នាបង្កើតរឿងនៅពេលដែលមនុស្សម្នាក់អត់អាចនិយាយអីបានខ្លួនឯងហើយយកទៅអង្គុយវិភាគគាត់បែកខ្ទិះយើងខាតពេលបាទឥឡូវខ្ញុំស្លេះរឿងហ្នឹងប៉ុណ្ណឹងបងប្អូនឥឡូវចូលដល់តាក់តងច្រើនណាស់ទេសនាមួយក្រែធំណាស់ចំនួនជនភៀសសឹកដែលលែងវិលទៅលំនៅឋានវិញបានចាប់ឈរត្រឹងតាំងតែពី3ថ្ងៃមុនលោក Thomas Andrews ទៅកម្ពុជាប្លែកមែនតើបងប្អូនខ្ញុំណាតាមដានជនភៀសសឹកនៅស្រុកខ្មែរនេះរាល់ថ្ងៃពួកអីក្រសួងមហាផ្ទៃគាត់ចេញសេចក្តីប្រកាសព័ត៌មានរាល់ថ្ងៃពីចំនួនតួលេខជនភៀសសឹកដែលវិលទៅលំនៅឋានបានវិញតាំងពី 640,000 នាក់ជាងរហូតចុះមកនៅត្រឹម 20,000 ប្រហែលជាថាក្រោម 30,000 ឥឡូវចុះមកដល់ 29,000 មិនដល់ 9,000 ក្នុង 2,900 នាក់ខ្ញុំតាមដានរហូតរាល់ថ្ងៃអញ្ចឹងបានន័យថាជនភៀសសឹកយើងហ្នឹងណាវិលទៅលំនៅឋានវិញបានជាង 90% ហើយនៅសល់ប្រមាណតែ 20,000 នាក់ទេហើយទៅរាល់ថ្ងៃគឺរាយការណ៍មកគឺមួយថ្ងៃខ្លះ400ថ្ងៃខ្លះក៏មាន30ថ្ងៃខ្លះក៏មាន60ថ្ងៃខ្លះក៏មាន20ថ្ងៃខ្លះក៏មាន200ថ្ងៃខ្លះក៏មាន500គឺទៅអត់ដាច់ទេរាល់ថ្ងៃអត់ដាច់រហូតថ្ងៃណាក៏មានដែរគឺរាយការណ៍មក
យ៉ាងហោចណាស់ក៏មាន20 30អីចឹងដែររាល់ថ្ងៃគឺវិលទៅលំនៅឋានវិញបានវិលទៅលំនៅឋានវិញបានវិលទៅបានក៏ប៉ុន្តែតួលេខដែលវិលទៅលំនៅឋានវិញបាននេះពីថ្ងៃថៃវាយខ្មែរមករហូតមកដល់ឥឡូវនិយាយទៅមានបាត់ជប់បាញ់មកគឺយើងមានប្រជាពលរដ្ឋរពេះរបស់វិលទៅលំនៅឋានរាល់ថ្ងៃគ្មានថ្ងៃណាអត់ទេទៅតែអត់សោះហ្មងតែម្នាក់ក៏អត់ដែរចាប់ពីថ្ងៃទី17ខែកក្កដាមកអស់ហើយអត់មានម្នាក់សោះទៅវិលទៅលំនៅឋានបានវិញគឺនៅត្រឹងហ្មងតួលេខគឺចាំមើលខ្ញុំយកតួលេខខ្ញុំអង្គុយស្រង់មួយយប់ទៅភ្លឺខ្ញុំអង្គុយស្រង់តួលេខពីក្រសួងមហាផ្ទៃដែលខ្ញុំឆ្ងល់ថាហេតុអីបានជាតួលេខបាត់ឈឹងគឺនៅថ្ងៃទីនៅខែកក្កដាគឺថ្ងៃទី17មានជនភៀសសឹកដែលនៅសល់ណាបងប្អូនថ្ងៃ17ខែកក្កដាបានន័យថាម៉េចបើឥឡូវថ្ងៃ28 17 9ប្រហែលជា10ថ្ងៃ11ថ្ងៃមុនជនភៀសសឹករបស់យើងគឺមានប្រហែលជា2900នាក់នោះ2900នាក់អត់ដល់21000ទេ29000នាក់ហ្នឹងថ្ងៃទី17ទាល់តែពេលក្រោយពី17ហ្នឹងហើយ17ហ្នឹងមួយថ្ងៃបងប្អូនមុនថ្ងៃ17ហ្នឹងគឺមួយថ្ងៃ50 60 100 50 60 100វិលទៅផ្ទះវិញរហូតចាប់ពីថ្ងៃ17មកតួលេខដែលជនភៀសសឹកដែលទៅផ្ទះវិញអស់ហ្មងលែងមានហ្មងគឺត្រឹងហ្មងក្រសួងមហាផ្ទៃរាយការណ៍មកថ្ងៃ18មកគឺបានន័យថា3ថ្ងៃមុនលោក Thomas Andrew ទៅទស្សនកិច្ចនៅស្រុកខ្មែរមន្ត្រីអង្គការសហជីវជាតិទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហជីវជាតិដែលប្រាប់ថាគាត់នឹងទៅមើលជនភៀសសឹកហ្នឹងមុននឹងដំណើរទស្សនកិច្ចគាត់ទៅស្រុកខ្មែរ3ថ្ងៃគឺតួលេខនៃជនភៀសសឹកទៅវិលទៅលំនៅឋានវិញគឺ0ហ្មង0ពីថ្ងៃទី18មក18 0គឺនៅសល់20000នេះតួលេខសម្រាប់ថ្ងៃហ្នឹងក៏ចឹងដែរថ្ងៃ28ហ្នឹងគឺតួលេខ2800សំទោស2281នាក់តួលេខចុងក្រោយថ្ងៃ28ហ្នឹង2281នាក់ថ្ងៃ17មាន29000ចឹងបានន័យថាចុះមករហូតអាមុនថ្ងៃ17ហ្នឹងគឺគេចុះមកបានមួយថ្ងៃ200មួយថ្ងៃ100មួយថ្ងៃ50អីរហូតរាល់ថ្ងៃណាក៏មានដែរស្រាប់តែដល់ពេលចាប់ពីថ្ងៃ17មកគឺនៅសល់2281ថ្ងៃ18 2281ថ្ងៃ19 2281ថ្ងៃ20ថ្ងៃ21 22 23 24 25 26 27 28ហ្នឹងនៅតែ22281ដដែលនិយាយទៅ10ថ្ងៃហ្នឹងអត់មានសំបីម្នាក់វិលទៅលំនៅឋានវិញហេតុអីក៏ចៃដន្យយ៉ាងនេះបងប្អូនមួយឆ្នាំពេញហើយតាំងពីថៃចេញសេចក្តីប្រកាសព័ត៌មានជាងកន្លះឆ្នាំហើយដែលថាមានព័ត៌មានមកថាកិច្ចព្រមព្រៀងបាត់ជប់បាញ់ហ្នឹងមកគឺជនភៀសខ្លួនភៀសសឹកហ្នឹងទៅរាល់ថ្ងៃមួយថ្ងៃដំបូងសោះមួយថ្ងៃរាប់ម៉ឺននាក់ដល់ក្រោយមកក៏រីចឹងរាល់ថ្ងៃមាន10 20មាន100មាន200មានអីចឹងរាល់ថ្ងៃតែមកអត់ត្រឹមពេលលោក Thomas Andrew ទៅស្រុកខ្មែរ3ថ្ងៃមុនទៅហ្នឹងគឺជនភៀសសឹកលែងវិលទៅស្រុកលែងវិលទៅភូមិវិញបានទាំងអស់ហ្មងឥឡូវតួលេខហ្នឹងនៅត្រឹងតែប៉ុណ្ណឹង2281នាក់11ថ្ងៃហើយនៅពេលដែលលោក Andrew នៅស្រុកខ្មែរនៅឡើយគឺអត់មានជនភៀសសឹកណាវិលទៅបានម្នាក់សោះហេតុអីបានជាទៅជាអញ្ចឹងបងប្អូនមានឆ្ងល់ទេថាពេលដែលលោក Andrew ទៅគួរតែអាចជនភៀសសឹកទៅបានលំនៅឋានវិញកាន់តែច្រើនទៅវិញក៏អត់បានម្នាក់សោះយើងថារឿងហ្នឹងវាជារឿងចៃដន្យទេមិនមែនជារឿងរៀបចំទុកទេបើយើងគិតទៅវាអាចអញ្ចឹងដែរព្រោះធ្វើម៉េចបើគេទៅអត់បានវាអស់ហើយព្រោះរដ្ឋាភិបាលចង់តែឲ្យទៅលំនៅឋានវិញប៉ុន្តែអាកន្លែងដែលត្រូវទៅហ្នឹងក៏ទៅអត់បានធ្វើម៉េចឥឡូវបើតួលេខហ្នឹងវាគាំងត្រឹមហ្នឹងឲ្យគេធ្វើម៉េចបើទៅអត់បានសោះអញ្ចឹង10ថ្ងៃ11ថ្ងៃអត់មានម្នាក់សោះដែលអាចនឹងវិលទៅលំនៅឋានវិញដែលរាល់ថ្ងៃគឺ6ខែជាប់គ្នាមួយថ្ងៃខ្លះ200 300 2ខ្លះ300 300រាល់ថ្ងៃតែអត់11ថ្ងៃហ្នឹងពេលដែលលោក Thomas Andrews នៅក្នុងប្រទេសកម្ពុជាវាអាចជារឿងចៃដន្យខ្ញុំនិយាយទៅពេលខ្លះប៉ុន្តែវាឆ្ងល់ចាស់ហេតុអីបានជាជនភៀសសឹកលែងទៅបាននៅពេលដែលមន្ត្រីអង្គការសហប្រជាជាតិថាក្រងនឹងចោះទៅមើលជនភៀសសឹកឬមួយក៏ទុកចំនួនហ្នឹងឲ្យច្រើនដើម្បីទុកឲ្យគេមើលឬយ៉ាងម៉េចខ្ញុំអត់យល់ទេខ្ញុំគ្រាន់តែស្មានទេប៉ុន្តែតួលេខនេះគឺប្លែកមែនតើហើយចាំមើលតើលោក Andrew ចេញទៅវិញណារបាយការណ៍ជនភៀសសឹកហ្នឹងនឹងកើននឹងថយទៀតទៅទៀតពពាយទៀតខ្ញុំអត់ដឹងឬក៏និយាយចឹងហើយស្រាប់តែថ្ងៃ29ស្រាប់តួលេខហ្នឹងធ្លាក់ចុះមកនៅ20150អញ្ចឹងក៏ថាបានដែរខ្ញុំអត់ដឹងទេគាត់ថា10ថ្ងៃ11ថ្ងៃនេះគឺតួលេខជនភៀសសឹកអត់ថយម្នាក់សោះនៅដដែលហ្មងអត់បានទៅផ្ទះម្នាក់វិញទៀតក៏ប៉ុន្តែសំណួរសួរអញ្ចឹងទៅវិញថាតើមានន័យថាយ៉ាងម៉េចនៅពេលដែលជនភៀសសឹកនៅអត់បានទៅផ្ទះវិញគឺគាត់អត់អាចទៅបាននៅក្នុងតំបន់ដែលកម្ពុជាយើងនិងថៃព្រមថាឲ្យអ្នកណានៅហ្នឹងរឿងនេះឯងដែលលោក Thomas Andrew ក៏អត់អាចនឹងនិយាយអីកើតដែរលោកគ្រាន់តែអាចថាជំរុញឲ្យមានដំណោះស្រាយឲ្យឆាប់ទៅដើម្បីឲ្យវាស់វែងដីនឹងអីចឹងទៅបើបានខ្មែរប៉ុណ្ណាខ្មែរប៉ុណ្ណឹងបានថៃប៉ុណ្ណាថៃប៉ុណ្ណឹងទៅដើម្បីឲ្យប្រជាពលរដ្ឋកន្លែងណាដែលវាស់បានទៅឲ្យដីគ្នាអាចចូលទៅលំនៅឋានវិញអីអាហ្នឹងប្រហែលជាអាចក្នុងករណីហ្នឹងប៉ុន្តែរឿងសំខាន់មិនមែនរឿងលោក Thomas Andrew ទេរឿងខ្មែរដែលជាជនភៀសខ្លួននេះដែលជាជនរងគ្រោះនេះដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ
ឬក៏យន្តការតុលាការឬក៏កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឬក៏យុទ្ធនាការតុលាការយុត្តិធម៌អន្តរជាតិតែប៉ុណ្្នឹងតើបងប្អូនបើអត់ទេគឺអត់ទេហើយខ្ញុំក៏លើកទឹកចិត្តឲ្យលោកកម្មសខាបើចង់តស៊ូមតិលើឆាកអន្តរជាតិខ្ញុំហាក់បីដូចជាដាក់បន្ទុកលោកកម្មសខាទៅចូលដល់ផ្លូវហ្នឹងគឺធ្វើបាបលោកកម្មសខាទៀតដែរគឺលើកទឹកចិត្តឲ្យរដ្ឋាភិបាលប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិរឿងប្រាប់ថាថៃឈ្លានពានអ្នកណាក៏ដឹងដែរមិនបាច់លោកកម្មសខាទៅប្រាប់លោក Andrew ទេមិនបាច់លោកកម្មសខាទៅប្រាប់ប្រជាពលរដ្ឋអីទៀតទេខ្ញុំដឹងថាលោកនិយាយក៏ល្អហើយក៏ប៉ុន្តែរដ្ឋាភិបាលថ្លែងសារដូចនេះ800ដងជាងហើយលោកហ៊ុនម៉ាណែតទៅប្រាប់សារព័ត៌មានអន្តរជាតិ2លើកហ្នឹងក៏និយាយពីរឿងឈ្លានពានហ្នឹងដែរប៉ុន្តែនេះគឺជាសារនយោបាយទេយើងអាចទៅនិយាយចោទជនណាម្នាក់ថាបង្ករបួសស្នាមមកលើយើងហើយសង្ឃឹមថាតុលាការនឹងចាត់ការជនហ្នឹងវាអត់ទេវាតតែយើងជាជនរងគ្រោះហ្នឹងដាក់ពាក្យប្តឹងទៅតុលាការឬក៏ប៉ូលីសឲ្យស៊ើបអង្កេតតែប៉ុណ្្នឹងតាហើយបើយើងនៅស្រែកអញ្ចឹងគឺជាសារនយោបាយបាទបាទឥឡូវបន្តទៅទៀតសាឡាងដឹកអ្នកដំណើរបុកសាឡង់ដឹកសាច់កណ្ដាលទន្លេប៉ុន្តែពុំមានអ្នករបួសឬស្លាប់ទេតាមពិតរឿងនេះខ្ញុំខកផ្សាយពីម្សិលមិញទេបងប្អូនដោយសារតែច្រើនពេកហើយសាឡាងនេះមែនតើទៅគាត់នៅកំពង់ចលងជ្រោយចង្វាស្វាយជ្រុំលោកអានសំអនហ្នឹងជាតំណាងឲ្យកំពង់ចលងជ្រោយចង្វាស្វាយជ្រុំហ្នឹងគាត់ចេញមកសុំទោសហើយគាត់ថាអញ្ចេះសាឡាងរបស់គាត់ហ្នឹងបើកទៅហ្នឹងគឺមានអាសាឡង់ដឹកសាច់ហ្នឹងកាត់មុខអីចឹងមែនក៏ប៉ុន្តែវាចៃដន្យអីទឹកហូរខ្លាំងហ្នឹងវាមានមង្គត់អស់ឬឈើធំហ្នឹងវាចូលកាំងស្លាប់ចាក់របស់សាឡាងដឹកអ្នកដំណើររបស់គាត់ហ្នឹងធ្វើឲ្យមិនអាចបញ្ជាបានទៅបុកអាសាឡង់ដឹកសាច់ដែលនៅមិនពាក់កណ្ដាលនេះគឺនៅក្បែរចុងកតុយបន្តិចតែមិនមានអ្នកគ្រោះថ្នាក់ឯងប៉ុន្តែនេះគឺជារឿងគ្រោះថ្នាក់ដែរបើសិនជារឿងនេះអត់បានគិតទុកមុនប៉ុន្តែសាឡង់ដឹកសាច់ហ្នឹងវាច្រើនពេកដែរគឺថាយីចុះកចៃដន្យមកម្លេះសាឡាងហើយនឹងសាឡង់ដឹកសាច់ឲ្យទៅលេប៉ុណ្ណាណីមកបុកគ្នាកើតបាទន័យថាមកពីសាឡង់ដឹកសាច់ហ្នឹងវាច្រើនពេកនៅកាត់មុខហ្នឹងច្រើនពេកដែរតែយ៉ាងណាគាត់សុំទោសដោយសារតែមន្ត្រីរដ្ឋាភិបាលផ្នែកពាក់ព័ន្ធហ្នឹងគេឲ្យសុំទោសទៅសុំទោសទៅប៉ុន្តែខ្ញុំចប់អារឿងហ្នឹងប៉ុណ្ណឹងចោះមួយទៀតរឿងស្ត្រីសមាជិកក្រុមប្រឹក្សាសង្កាត់មួយរូបគណៈបកភ្លើងទៀនត្រូវចាប់ខ្លួនក្រោយសង្ស័យថាប្រើប្រាស់ស្លាកលេខម៉ូតូខ្លាំងៗនេះក៏ព័ត៌មានយប់ម្សិលដែរវាខ្ញុំអត់បានផ្សាយខ្ញុំមកផ្សាយបញ្ចប់លីកាដូនិយាយថាកាលពីថ្ងៃ20កក្កដាអ្នកស្រីគីស៊ីវឡាងសមាជិកក្រុមប្រឹក្សាសង្កាត់វាលវងគណៈបកភ្លើងទៀននិងជាប្រធានប្រតិបត្តិក្រុងកំពង់ចាមគណៈបកឆន្ទៈខ្មែរនិងជាអនុប្រធានគណៈបកប្រតិបត្តិអចិន្ត្រៃយ៍ក្រុងកំពង់ចាមនៃគណៈបកភ្លើងទៀនត្រូវគេចាប់ខ្លួនទៅសាលាដំបងចោទពីបទប្រើប្រាស់ឯកសារសាធារណៈคล้ายៗហើយត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារកំពង់ចាមអ្នកស្រីស៊ីឡាងអាយុ56ឆ្នាំត្រូវបាននគរបាលចាប់ខ្លួននៅតាមផ្លូវពេលអ្នកស្រីធ្វើដំណើរមកកន្លែងធ្វើការនៅសង្កាត់វាលវងក្រុងកំពង់ចាមអ្នកស្រីគេត្រូវគេបញ្ជូនទៅសួរភ្លាមនៅខាងនគរបាលកំពង់ចាមហ្នឹងក្រោយបញ្ជូនទៅសាលាដំបងកំពង់ចាមដើម្បីបន្តនីតិវិធីអ្នកស្រីត្រូវបានតុលាការចេញដីកាបង្គាប់ឃុំខ្លួនបណ្ដោះអាសន្ននៅរសៀលថ្ងៃ23ខែកក្កដាឆ្នាំ2026ដោយការចោទពីបទប្រើប្រាស់ឯកសារក្លែងថាសង្ស័យប្រើប្រាស់ម៉ូតូដែលមានស្លាកលេខคล้ายៗប្រើស្លាកលេខคล้ายៗហ្នឹងក៏ចាប់ឃុំខ្លួនយ៉ាងម៉េចឯងមិនយល់ទេណែមកប្រកបបកប្រឆាំងបើបកនេះឯងប្រើលេខអត់ឡានអត់បងពុនក៏មិនអីដែរឥឡូវតកតងនឹងរូបថតមួយសន្លឹកជាមួយក្រុមខ្មែរក្រុមខ្មែរនៅ Lowell នាំអំពើទុកដល់មេដឹកនាំសហគមន៍ខ្មែរដែលចេញស្រាយបំភ្លឺរឿងនេះរកម្មចិត្តមែនតើបងប្អូននៅ Lowell ពីថ្ងៃមុននេះគេមានកម្មវិធីមួយគេហែទង់ជ័យខ្មែរទង់ជាតិខ្មែរគេធ្វើ39ឆ្នាំហើយរៀងរាល់ឆ្នាំនៅក្នុងខែកក្កដាអីចឹងគឺគេហែទង់ជាតិខ្មែរនឹងដើម្បីមោទនភាពជាតិខ្មែរហើយសមាគមខ្មែរឬក៏អ្នកសហគមន៍នឹងគឺគេរួមគ្នាធ្វើពិធីនេះដើម្បីជាតិសាសន៍ខ្មែរទាំងមូលតែជាទូទៅគឺមានក្រុមនយោបាយណាមួយនឹងតែងតែបលែមបន្លំដើម្បីកេងចំណេញយកអា logo របស់ខ្លួនយកអីទៅប្រសិទ្ធប្រសាចឹងទៅធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ដល់អីដើម្បីគិតទៅស្មានតែខ្លួននឹងជាអ្នករៀបចំកម្មវិធីតាមពិតអ្នករៀបចំកម្មវិធីធំហ្នឹងគឺគេមានអង្គការចាត់តាំងធំរបស់គេដូចជាមានក្រុមប្រឹក្សាសម្រាប់សិល្បៈបុរាណគឺក្រុមគេហៅ NCTA ក្រុមមូលនិធិសម្រាប់រៀបចំពិធីបុណ្យជាតិនៅក្រុង Lowell គេហៅ Low Festival Foundation គេមានតាក់ទងនឹងក្រុមហ៊ុន National Park គឺក្រុមហ៊ុនអីមិនក្រុមហ៊ុននេះគឺបោះរដ្ឋហ្មងបោះទីក្រុងគេគឺឧទ្យានប្រវត្តិសាស្ត្រជាតិរបស់ក្រុង Lowell ក៏ជាអ្នកផ្ដួចផ្ដើមរៀបចំនិងសាលាក្រុង Lowell តែម្ដងជាអ្នកផ្ដួចផ្ដើមប៉ុន្តែជាទូទៅគឺតែងតែមានក្រុមឆក់ឱកាសនិយមហ្នឹងយក logo ក្រុមរបស់ខ្លួនសមាគមអីអង្គការអីហ្នឹងយកទៅដើម្បីធ្វើឲ្យមានបញ្ហាហ្នឹងរាល់តែដងទេប៉ុន្តែម្ដងនេះមានរឿងមួយទេដែរដោយសារតែអ្នកស្រីបូរ៉ាជាមរួមអ្នកស្រីបូរ៉ាជាមរួមនេះគឺជាមេដឹកនាំសហគមន៍មួយនៅទីក្រុង Lowell ដែលគាត់ដឹកនាំក្រុមរបាំអង្គរគេហៅអង្គរ Dance Troupe ហើយគាត់ចូលរួមពិធីនេះរាល់តែឆ្នាំទេ
ហើយអ្នកស្រីបូរ៉ាជាមរួមនេះគឺជាភរិយារបស់លោកសុធាជាមរួមដែលជាប្រធានសមាគមខ្មែរ CMAA ខ្ញុំធ្លាប់ជាបុគ្គលិកសមាគមខ្មែរ CMAA នៅទីក្រុង Lowell បានច្រើនមួយឆ្នាំជាងដែរដែលជួយសហគមន៍នៅទីនោះសមាគមនេះគឺជាសមាគមឯករាជ្យមិនចំណុះឲ្យគណៈបកនយោបាយណាទេហើយខ្ញុំដឹងគ្រួសារនេះក៏ជាអ្នកដែលកណ្ដាលមិនប្រកាន់និន្នាការនយោបាយណាទេទាំងអ្នកស្រីបូរ៉ាទាំងលោកសុធាជាមរួមអីចឹងក៏ប៉ុន្តែស្រាប់តែថ្ងៃនេះគាត់មានបង្ហោះរូបថត2សន្លឹករូបថតគាត់ហ្នឹងគឺមកពីពិធីហែអាទង់ជ័យខ្មែរនៅក្រុងនៅទីក្រុង Lowell ហ្នឹងមានរូបថតគាត់ថតជាប់ជាមួយនឹងក្រុងខ្មែរ Cambodia Town នៅក្រុង Lowell នៅ Long Beach នេះក៏មាន Cambodia Town មួយដែរគាត់ដឹកនាំមានក្រុមអង្គការចាត់តាំងរបស់គេផ្សេងគ្នា Cambodia Town នៅក្រុងខ្មែរនៅ Lowell ហ្នឹងគឺគាត់យកអា logo Cambodia Town ហ្នឹងយកទៅចូលរួមនៅក្នុងពិធីហ្នឹងគ្មានអ្នកណាហាមគាត់ទេក៏ប៉ុន្តែជាទូទៅជាសិលធម៌គេមិនចង់ឲ្យអង្គការសមាគមណាយក logo ខ្លួនយកទៅបង្ហាញដើម្បីកេងចំណេញនយោបាយអីទេព្រោះអីម៉ោងហ្នឹងគឺជាម៉ោងដែលដូចខ្ញុំនិយាយចឹងគឺខាងសាលាក្រុងគេអ្នករៀបចំទេខាងសមាគមគេមានក្រុមប្រឹក្សាសិល្បៈវប្បធម៌មានទាំងក្រុមរៀបចំពិធីបុណ្យជាតិរបស់ទីក្រុង Lowell អីហ្នឹងគេមានស្ថាប័នគេរៀបចំដែលមិនត្រូវឲ្យមានក្រុមណាទៅយក logo យកអីទៅកេងចំណេញនយោបាយអីទេហេតុអីបានជាមានបញ្ហារឿងក្រុងខ្មែរហេតុអីបានជាអ្នកស្រីគាត់ទៅថតរូបជាប់ក្រុងខ្មែរហ្នឹងរូបថតមួយសន្លឹករបស់គាត់ហ្នឹងគឺថតជាមួយក្រុងខ្មែរហ្នឹងមាន logo ក្រុងខ្មែរហើយមានទង់ជ័យខ្មែរនៅក្នុងពិធីហែដែលមែនតើអ្នកស្រីបូរ៉ាជាមរួមហ្នឹងគាត់គឺជាប្រធានរបស់អង្គការសិល្បៈអង្គរ Dance Troupe អីចឹងទៅដែលជាអង្គការឯករាជ្យសិល្បៈមួយទៀតប៉ុន្តែដល់ពេលជាប់រូបជាមួយក្រុងខ្មែរគឺចង្រៃបដ ாய் ហើយគាត់ត្រូវការចេញមកបកស្រាយដោយគាត់និយាយថាអញ្ចេះនឹងខ្ញុំអានសាររបស់គាត់ថាដើម្បីបញ្ជាក់ឲ្យច្បាស់គឺគាត់មិនមានជាប់ពាក់ព័ន្ធអីបន្តិចសោះជាមួយនឹងក្រុងខ្មែរនៅទីក្រុង Lowell ហ្នឹងទេព្រោះអីអត់មានការងារពាក់ព័ន្ធពាក់ពិនអីរឿងនយោបាយជាមួយអង្គការស្ថាប័ននេះទេគាត់ពិតជាមានរូបថតនៅក្នុងប្រហែលជាគាត់ដឹងខ្លួនហើយគាត់ថាពិធីរៀបចំហែទង់ជ័យខ្មែរនៅទីក្រុង Lowell នេះគឺដោយសារតែគេរៀបចំដោយមានអង្គការគេឯករាជ្យគឺមានក្រុម Lowell Folk Festival មានក្រុម Lowell Festival Foundation សហការគ្នាជាមួយ National Council for the Traditional Arts NCTA និង Low National History or Historical Parks គឺអត់មានក្រុងខ្មែរចូលនៅក្នុងហ្នឹងទេហេតុអីបានជាក្រុងខ្មែរយក logo ទៅហើយហេតុអីបានជាគ្រាន់តែថតរូបជាមួយក្រុងខ្មែរចង្រៃម៉េះព្រោះក្រុងខ្មែរក្រែងតំណាងឲ្យខ្មែរនេះហើយដែលខ្ញុំនិយាយអំពីនយោបាយស្មោកគ្រោកនៅស្រុកខ្មែរបំផ្លាញខ្មែរនៅក្រៅប្រទេសឲ្យមើលពាក់មុខយ៉ាក់ដាក់គ្នាអត់ត្រូវគ្នាសូម្បីតែទៅហែទង់ជាតិខ្មែរសោះហ្នឹងក៏គេមិនអាចមកជ្រកក្រោមរូបថតមួយសន្លឹកជាមួយនឹងក្រុងខ្មែរបានដែលឲ្យចង្រៃគេដែរនេះខ្ញុំសោកស្ដាយមែនតើរឿងហ្នឹងគួរតែឈប់កើតឡើងវានៅតែកើតឡើងដោយសារអីនយោបាយស្មោកគ្រោកនៅស្រុកខ្មែរហើយខ្ញុំនិយាយពីសាវតាក្រុងខ្មែរនៅ Lowell ឲ្យបងប្អូនស្ដាប់បន្តិចចុះបើជ្រុលនិយាយហើយក្រុងខ្មែរទាំងនៅស្រុកទាំងនៅ Lowell ទាំងនៅ Long Beach នេះមានឈ្មោះតែ Cambodia Town អញ្ចឹងមែនណាក៏ប៉ុន្តែតំណាងឲ្យក្រុមនយោបាយច្រើនជាងហើយក្រុមនយោបាយនេះគឺក្រុមគណៈបកប្រជាជនកម្ពុជាទៀតដែលអ្នកណាម្នាក់ក៏គេជំទាស់រឿងហ្នឹងតែគេនិយាយរឿងហ្នឹងច្រើនដែរប៉ុន្តែគ្មានអ្នកណាកែប្រែស្ថាប័ននេះអស់នេះបានទេដោយសារអីជាស្ថាប័នរឹសដាក់មិនមែនជាការបោះឆ្នោតដោយសហគមន៍ទេជាការស្ម័គ្រចិត្តពួកគាត់ស្ម័គ្រចិត្តទៅរៀបចំបង្កើតចឹងទៅដឹកនាំតែគ្នាគាត់ដូចនៅក្រុងខ្មែរនៅ Lowell ចឹងដឹកនាំចឹងគេដឹងថាមាននិន្នាការជាមួយគណៈបកប្រជាជនចឹងបងប្អូនអស់ពីបងដល់ប្អូនអស់ពីប្អូនទៅក្រុមគ្រួសារគាត់ចឹងទៅវាគ្មានការរើសអីស្រួលបួចឹងប្រជាពលរដ្ឋមានការថ្នាំងថ្នាក់អត់ត្រូវគ្នាទេអត់ត្រូវគ្នាសោះក្រុងខ្មែរអត់តំណាងឲ្យខ្មែរណាខ្ញុំពិបាកមែនតើមានឈ្មោះជា Cambodia Town នៅ Lowell អត់ដែលតំណាងឲ្យសហគមន៍ខ្មែរទេព្រោះអីសហគមន៍ខ្មែរជាពិសេសអ្នកកាន់និន្នាការគណៈបកប្រឆាំងនៅ Lowell អត់ត្រូវគ្នាជាមួយក្រុងខ្មែរនៅ Lowell នឹងសោះតែម្ដងព្រោះដោយសារតែដឹងថាមានសមាជិកគណៈបកកណ្ដាលអំណាចគណៈបកប្រជាជនកម្ពុជានៅក្នុងហ្នឹងហើយគេចេះតែពិបាកនៅថាតែពេលមានអីសម្របសម្រួលគឺក្រុងខ្មែរទៅយករូបប្រឆាយាល័ក្ខឬក៏រូបបដិមារបស់ព្រះបាទជ័យវរ្ម័នទី7ថាយកទៅជាកាដូឲ្យសាលាក្រុង Long Beach ឆ្នាំណានោះដោយមានការសហការពីក្រុងខ្មែរហ្នឹងឲ្យលោកហ៊ុនម៉ាណែតយកទៅប្រគល់បាតាកម្មថាចង់ធ្លុះសាលាក្រុង Lowell កាលហ្នឹងដោយសារតែទី1គេមិនពេញចិត្តលោកហ៊ុនម៉ាណែតទី2គឺគេមិនពេញចិត្តការចាត់ចែងរបស់ក្រុងខ្មែរដែលគេចិត្តគិតថាមានមនុស្សគណៈបកកណ្ដាលអំណាចនៅក្នុងហ្នឹងឃើញទេវាចង្រៃចឹងហ៎បងប្អូនខ្ញុំឆ្ងល់មែនតើហេតុអីបានជាយើងអត់មូលមាត់គ្នាបានបើក្រុងខ្មែរតំណាងឲ្យខ្មែរមិនចឹងឥឡូវរឿង Lowell ហ្នឹងឃើញដល់ពេលអ្នកស្រីបូរ៉ាជាមរួមមានរូបថតជាមួយក្រុងខ្មែរគឺគាត់មានបញ្ហាភ្លាមត្រូវបំភ្លឺត្រូវអីស្ដាយហ៎បងប្អូនអញ្ចឹងជាសារសម្រាប់ក្រុងខ្មែរនៅ Lowell ហ្នឹងក៏ចាត់ការឡើងវិញយើងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មការក្រុងខ្មែរស្ម័គ្រចិត្តមិនស្ម័គ្រចិត្តឲ្យសហគមន៍ទាំងមូលបោះឆ្នោតកុំបោះឆ្នោតរើសតែគ្នាឯងពី3នាក់ហើយកុំការពារប្រយោជន៍តែគណៈបកនយោបាយណាមួយដែលធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ព្រោះអ្នកនៅស្រុកអាមេរិកនេះគឺមិនចូលចិត្តទេអ្នកណាដែលគាំទ្រគណៈបកប្រជាជនកម្ពុជាផ្កាប់មុខឲ្យយកស្ថាប័នសហគមន៍យកទៅអញ្ចឹងព្រោះគ្នាមួម៉ៅហើយយើងក៏ដឹងដែរតែយើងអត់កែអាហ្នឹងរឿងមួយខ្ញុំជឿថាវិធីមានតែល្អទេបោះឆ្នោតសារថ្មីទៅឬគណៈកម្មការក្រុងខ្មែរឲ្យឲ្យគណៈកម្មការចម្រុះពីគ្រប់និន្នាការគណៈបកនយោបាយឬក៏សហគមន៍ហ្នឹងឲ្យបោះឆ្នោតទៅតាមវត្តតាមអារាមកុំរើសដាក់គ្នាអស់ពីបងទៅប្អូនអីដូចថ្ងៃហ្នឹងទៀតឥឡូវមកក្រុងខ្មែរនៅ Long Beach ម្ដង Cambodia Town នៅ Long Beach នេះប្រហែលឆ្នាំចុងក្រោយនេះគាត់ធ្វើការងារបានល្អច្រើនជាងមុនគួរឲ្យកោតសរសើរខ្ញុំនិយាយឲ្យស្មោះពីមុនមកគឺក្រុងខ្មែរនេះ
បើខាងក្រុមប្រឆាំងអត់ចង់ទៅក្បែរនឹងចូលធ្វើបន់អីជាមួយហ្មងព្រោះខ្លាចនឹងការដែលយកនយោបាយការពារក្រុមគណៈបកប្រជាជនកម្ពុជានៅស្រុកខ្មែរមកលោកឡំនៅក្នុងរឿងនេះតែធ្វើឲ្យប្រជាពលរដ្ឋបាក់ស្បាតព្រោះអីយើងដឹងហើយអ្នកដែលគ្រប់គ្រងក្រុងខ្មែរពីមុនមកនេះ Cambodia Town យើងនៅនេះគាត់ធ្លាប់មានអនុស្សាវរីយ៍ច្រើនដែលគាត់ស្និទ្ធស្នាលជាមួយនឹងរដ្ឋាភិបាលកម្ពុជារហូតទាល់តែមានការជួយសម្របសម្រួលឲ្យលោកសុកអានកាលហ្នឹងមកហែប៉ារ៉េតនៅឡុងបិចប្រជាពលរដ្ឋបាតកម្មហុយផ្សែងចុងក្រោយឲ្យចង់ឲ្យលោកហ៊ុនម៉ាណែតមកហែប៉ារ៉េតទៀតឆ្នាំ2016បាតកម្មពេញសាលាក្រុងឡុងបិចរហូតទាល់តែបែកខ្ចែកខ្ចាយអស់ទៅហើយអ្នកទាំងអស់នោះគឺនៅតែមាននៅក្នុងឈាមនៃក្រុងខ្មែរដល់ចឹងប្រជាពលរដ្ឋដូចជាបាក់ស្បាតប៉ុន្តែខ្ញុំកោតសរសើរដែរមករយៈពេលចុងក្រោយនេះឃើញក្រុងខ្មែរហាក់បីដូចជាមិនធ្វើអីមួយរំលឹកឲ្យឃើញថាមាននិន្នាការទៅគណៈបកប្រជាជនកម្ពុជាដែលគួរឲ្យកត់សម្គាល់អីចឹងទៅធ្វើឲ្យប្រជាពលរដ្ឋចាប់ផ្ដើមអាចចូលរួមជាមួយពួកគាត់បានធ្វើបន់ស្អីគេសង្ក្រានឡុងបិចឬបន់ចូលឆ្នាំខ្មែរអីជាមួយគ្នាបានប្រជាពលរដ្ឋចាប់ផ្ដើមរៀងមិនសូវទុកដូចថាឈឺចាប់អីខ្លាំងដូចពីមុនទេប៉ុន្តែនៅតែមានមន្ទិលអញ្ចឹងក៏ខ្ញុំលើកទឹកចិត្តដូចគ្នាក្រុងខ្មែរគឺតំណាងឲ្យខ្មែរមិនមែនតំណាងឲ្យបុគ្គលឬក្រុមប្រមាណអ្នកនឹងតគ្នាមកអញ្ចឹងទេគឺយើងត្រូវឲ្យបោះឆ្នោតនៅក្នុងសហគមន៍តើបើអត់មានប្រជាពលរដ្ឋណាបោះឆ្នោតគ្រប់គ្រងឲ្យមានសម្លេងមូលដើម្បីតំណាងឲ្យគ្រប់និន្នាការគណៈបកនយោបាយនៅទីក្រុងឡុងបិចទេរំលាយក្រុងខ្មែរចោលតែម្ដងក៏បានដែរព្រោះអត់តំណាងឲ្យសហគមន៍បង្កើតវាក៏នាំឲ្យតែមានការបាក់បាយជាតិទេអត់ប្រយោជន៍ទេព្រោះប្រជាពលរដ្ឋអត់ពេញចិត្តតែយើងអត់បានគេអត់បានបោះឆ្នោតធ្វើអីអត់ចូលរួមដល់អត់ចូលរួមជួនកាលវាក្រុងខ្មែរមិនមែនធ្វើរឿងខុសច្រើនយ៉ាងទេគាត់ធ្វើត្រូវច្រើនយ៉ាងតើដូចជាហែពិធីសាសនាវប្បធម៌អីដើម្បីយកវប្បធម៌ជាតិខ្មែរយកមកបង្ហាញអ្នកណាមិនចង់គ្រប់គ្រងតែដល់ពេលចូលទៅគ្រប់គ្រងជាមួយក្រុងខ្មែរម្នាក់ដូចជាភ័យខ្លួនអូតិចគេយកចំណេញចំណូលនយោបាយយើងដឹងហើយនៅពេលដែលក្រុងខ្មែរនេះខំប្រឹងធានាឬក៏ជួយឲ្យក្រុមកីឡាប្រដាល់ខ្មែរយកមកសម្ដែងពីពិធីហែទៅវិញទៅយកសារហ្នឹងគឺឲ្យរដ្ឋាភិបាលកម្ពុជាលោកហ៊ុនសែនមកគេចំណេញថាគេបានអនយោបាយគេអាម៉េចឥឡូវគេគ្រប់គ្រងក្រុងឡុងបិចបានគេយកអាពិធីហ្នឹងមកហែឃើញមានរឿងហ្នឹងចូលមកកម្មរកុសមួយពេចហ្នឹងភ្លាមគឺគេភ័យចាញ់ភ្លាមប៉ុន្តែសួរថាក្រុងខ្មែរគាត់ខុសអីព្រោះសមាជិកនៅក្នុងហ្នឹងគាត់មានបណ្ដាញរបៀបគេហៅអីក្រុងបងប្អូនក្រុងឡុងបិចនិងក្រុងភ្នំពេញអីចឹងប៉ុន្តែបងប្អូនចឹងបានខ្ញុំចង់និយាយថាយើងធ្វើអីធ្វើទៅកុំឲ្យប្រជាពលរដ្ឋមានមន្ទិលហើយបើជាក្រុងខ្មែរទាំងនៅ Lowell ទាំងនៅឡុងបិចយើងត្រូវចាំថាក្រុងខ្មែរតំណាងឲ្យខ្មែរតំណាងឲ្យកម្ពុជាបើសិនជាក្នុងសមាជិកភាពរបស់បងប្អូនមិនបានបោះឆ្នោតឲ្យស្រួលបួលដោយសហគមន៍មូលមាត់គ្នាទេរំលាយក្រុងខ្មែរនឹងចោលទាំងក្រុងឡុងបិចនិងក្រុង Lowell ទៅព្រោះអត់មានប្រយោជន៍អីទេហើយខ្ញុំចង់ឲ្យមានក្រុងខ្មែរក៏ប៉ុន្តែមានតាមការបោះឆ្នោតដោយប្រជាពលរដ្ឋមកបោះតាមវត្តអារាមទៅហើយជ្រើសរើសគណៈកម្មការអីថ្មីឡើងវិញមកហើយសុំលុយសុំអីបងប្រាក់ខែអីស្រួលបួលជាជាងស្ម័គ្រចិត្តចេះតែស្ម័គ្រចិត្តយល់លេះថាតោះមានអ្នកណាធ្វើបើមិនធ្វើបើស្ម័គ្រចិត្តតែធ្វើតែគ្នាឯងហ្នឹងហើយទៅតំណាងឲ្យក្រុងខ្មែរសហគមន៍ដល់ចេញសារចេញអីធ្វើទៅវាថ្នាំងថ្នាក់ហើយឃើញតែជួបទៅជាមួយគណៈបកកណ្ដាលអំណាចអីចឹងអាហ្នឹងឯងដែលជាបញ្ហាស្រុកយើងបាទឥឡូវខ្ញុំបញ្ចប់ហើយបងប្អូនវែងយ៉ាងណាខ្ញុំនៅតែលើកទឹកចិត្តថាយើងល្មមដូរនយោបាយស្មោកគ្រោកស្រុកខ្មែរឃើញទេដោយសារនយោបាយស្រុកស្មោកគ្រោកអ្នកណាគ្រប់គ្រងគណៈបកកណ្ដាលអំណាចនៅស្រុកអាមេរិកហ្នឹងគឺគេអត់ចូលរួមបានគឺគេភ័យមិនមែនគេមិនចង់ចូលរួមទេគេភ័យព្រោះអីតែយើងចូលរួមគណៈបកកណ្ដាលអំណាចហើយមកក្នុងប្រទេសសេរីទៀតបានន័យថាយើងគ្រប់គ្រងកុម្មុយនីសហើយដល់អញ្ចឹងគេអត់សប្បាយចិត្តថាយើងហ្នឹងនាំគ្នាមកបំពុលមកធ្វើឲ្យបាក់ស្បាតប្រជាពលរដ្ឋនៅស្រុកក្រៅព្រោះនៅស្រុកខ្មែរគេបង្ក្រាបអស់ចិត្តតែបើនៅស្រុកក្រៅមានខ្មែរយើងដែលចេះដឹងហើយមានសញ្ជាតិអាមេរិកមានអីទៀតយល់ច្បាប់យល់ទម្លាប់ហើយមកគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាកំចាយសម្លេងប្រឆាំងអញ្ចឹងប្រជាពលរដ្ឋគ្នាភ័យគឺគ្នាទៅជាសត្រូវនឹងគ្នាមកហើយអាសត្រូវនេះធ្វើឲ្យខ្មែរយើងពាក់មុខយ៉ាក់ដាក់គ្នាហើយអាក្រក់មែនតើអញ្ចឹងខ្ញុំសូមឲ្យកែនយោបាយនៅស្រុកខ្មែរផងដើម្បីឲ្យខ្មែរត្រូវគ្នាវិញផងកុំឲ្យវារៀលដាលមកដល់ស្រុកអាមេរិកនេះបាទចុងក្រោយគឺតុលាការ ICC ជួបឧបសគ្គនៅក្នុងការរើសប្រធានរដ្ឋអាជ្ញាថ្មីតែបដិញ្ញាបន្តបេសកកម្មបងប្អូននៅពេលដែលគេបញ្ឈប់លោក Karim Khan ដែលជាមេរបស់រដ្ឋអាជ្ញាដោយសារតែចោទប្រកាន់ពីបទប្រព្រឹត្តអសិលធម៌ខុសសិលធម៌នៅកន្លែងធ្វើការជាមួយបុគ្គលិកស្រីរបស់គាត់នោះឥឡូវនេះគឺតុលាការព្រំដែនអន្តរជាតិនេះកំពុងតែគៀកករអ្នកដែលធ្វើជាប្រធានរដ្ឋអាជ្ញាថ្មីប៉ុន្តែមិនស្រួលទេបងប្អូនដោយសារអីអាមេរិកកំពុងតែធ្វើយុទ្ធនាការរំលាយស្ថាប័ននេះដែរដូច្នេះអ្នកណាក៏ដោយមកឈរជារដ្ឋអាជ្ញាក៏គ្នាមិនដឹងថាទុកចិត្តនឹងជាប់អីដែរព្រោះចុងក្រោយអាមេរិកនឹងធ្វើទុកបុកម្នេញដូចតែលោក Karim Khan គេចាក់តែអញ្ចឹងព្រោះឥឡូវអាមេរិកនៅពេលដែលចង់រំលាយស្ថាប័ន ICC នេះគឺដោយសារគាត់ខ្លាចស្ថាប័ននេះបន្តផ្ដន់ទាទោសលោកនេតាញ៉ាហ៊ូមេអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តចាត់ទឹកមិនលិចរបស់អាមេរិកផងហើយនឹងការស៊ើបអង្កេតតាក់ទងនឹងទាហានអាមេរិកដែលប្រព្រឹត្តអំពើឈ្លានពានដែនអធិបតេយ្យដូចនៅអាហ្វហ្គានីស្ថានហើយនឹងអាចរាលដាលដល់អ៊ីរ៉ង់អីផងអញ្ចឹងអាមេរិកចង់ឲ្យបិទស្ថាប័ននេះចោលតែម្ដងព្រោះកុំឲ្យរករឿងអាមេរិកហើយពេលហ្នឹងគឺលើកទឹកចិត្តឲ្យប្រទេសដែលជាសម្ព័ន្ធមិត្តអាមេរិកដកខ្លួនចេញពីសមាជិកប្រយទៅហើយឥឡូវយើងឃើញហើយវេណេស៊ុយអេឡាដកបាត់ហើយកាលពីថ្ងៃសុក្រឥឡូវថ្ងៃច័ន្ទនេះគឺមានប្រទេសមួយទៀតដកទៅដែរគឺ Chad ហើយមានប្រទេស3ទៀតដែលបានដកចេញពីសមាជិកហ្នឹងក្នុងពេលប្រហែលថ្ងៃនេះគឺមានវេណេស៊ុយអេឡា Burkina Faso Mali និង Niger អញ្ចឹង5ប្រទេសហើយឲ្យតែសម្ព័ន្ធមិត្តរបស់អាមេរិកគឺគេដកហើយអ្នកទាំងអស់នេះដកហ្នឹងគឺអត់ឆ្ងល់ទេសុទ្ធតែប្រទេសដែលដឹកនាំដោយយោធាធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋសង្គ្រាមអត់ក្រិតកម្មអីចឹងដូច្នេះដកខ្លួនហ្នឹងដើម្បីកុំឲ្យតុលាការនេះផ្ដន់ទាទោសប៉ុន្តែត្រូវចាត់អាមេរិកដែរដកអញ្ចឹងទៅ
គឺដើម្បីឲ្យសមាជិកនេះកាន់តែចុះទៅចង់រំលាយអង្គការចាត់តាំងនេះព្រោះឥឡូវ125ប្រទេសបើដក5នៅសល់តែ120ប្រទេសទេតែតុលាការនេះគេបានបញ្ញាថាបើទោះបីជាយ៉ាងណាក៏គេនៅបន្តបេសកកម្មនេះព្រោះជាក្របខ័ណ្ឌអង្គការសហប្រជាជាតិគ្មាននរណារំលាយស្ថាប័ននេះបានហើយម្យ៉ាងអាមេរិកមិនមែនជាអ្នកជួយលុយស្ថាប័នតុលាការនេះទេគឺបានមកពីសមាជិកនៃរដ្ឋភាគីតែប៉ុណ្ណោះឯងបាទបន្តទៅទៀតបងប្អូនហើយមួយទៀតគឺអាមេរិកនិងអឺរ៉ុបស្នើឲ្យមានដំណោះស្រាយតាក់ទងនឹងការបញ្ចប់សង្គ្រាមឈ្លានពាននៅអ៊ុយក្រែនតាមពិតសារនេះគឺបានមកពីប្រធានាធិបតីរបស់លោកហ្គាហ្សាក់គឺលោកកាស៊ីមយ៉ូម៉ាតដែលគាត់បានជួបជាមួយនឹងលោកពូទីនប្រហែលថ្ងៃនេះគាត់បានផ្ដាំផ្ញើថាអឺរ៉ុបគេបានស្នើឲ្យរុស្ស៊ីហើយនិងអ៊ុយក្រែនរកដំណោះស្រាយណាមួយបញ្ចប់សង្គ្រាមនឹងឲ្យបានឆាប់ហើយលោកពូទីនក៏បានថាយកសំណើនឹងទៅស្ដាប់មើលដែលលោកពូទីនមិនដែលចង់យកសំណើអីទៅមើលទេប៉ុន្តែម្ដងនេះកាន់តែធ្ងន់ទៅដាបទៅណែអ៊ុយក្រែនទម្លាក់គ្រាប់ច្រើនពេកតាម drone មួយថ្ងៃខ្លះ1000 drone ឯណោះហើយខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធច្រើនពេកឥឡូវហាក់បីដូចជាចង់តល់តម្រេះប៉ុន្តែលោកពូទីនបើតែអញ្ចឹងឯណាម្សិលមិញនេះនិយាយថាគឺគាត់នៅតែបន្តសង្គ្រាមជាមួយអ៊ីរ៉ង់រហូតដល់សម្រេចគោលដៅប្រហែលគោលដៅហ្នឹងគោលដៅខ្ទេចរុស្ស៊ីទាំងមូលហ្មងក៏មិនដឹងព្រោះឥឡូវទៅលែងរួចហើយបាទបងប្អូនខ្ញុំវែងឆ្ងាយមែនតើសូមអធិស្ឋានខ្ញុំអស់